រឿងក្តីរបស់យើងថ្ងៃនេះទាំងមូលហ្នឹងគឺកើតឡើងជុំវិញនៅលើការលេខបិទពួនតើអ្នកទាំងអស់គ្នាគិតថានៅក្នុងវលីពណ៌ទឹកប៊ិចហ្នឹងណាមានអីគេនៅក្នុងវលីហ្នឹងនៅក្នុងវីដេអូហ្នឹងអ្នកទាំងអស់គ្នាគឺមានមនុស្សហ្នឹងហើយមិនមែនសត្វឬក៏អីទេដែលអ្នកទាំងអស់គ្នាឃើញកើហ្នឹងហ្នឹងហើយអញ្ចឹងយើងនឹងនិយាយអំពីរឿងក្តីនេះដែល Sarah Boone គាត់បានធ្វើការសម្លាប់ទៅលើសង្សាររបស់គាត់ដែលមានឈ្មោះថា George Torresជំរាបសួរសួស្តីអ្នកទាំងអស់គ្នាសួស្តីទៅដល់អ៊ំពូមីងនិងបងប្អូនដែលគាត់បានចូលមកទស្សនាវីដេអូថ្មីរបស់ខ្ញុំមួយទៀតហើយហ្នឹងហើយចំពោះរឿងក្តីរបស់យើងថ្ងៃនេះផងដែរយើងនឹងនិយាយអំពីរឿងក្តីមួយដែលកើតឡើងនៅសហរដ្ឋអាមេរិកមុននឹងចូលនិយាយដល់រឿងក្តីរបស់យើងស៊ីជម្រៅខ្ញុំចង់មកណែនាំតិចថាសម្រាប់អ្នកដែលគាត់មានអារម្មណ៍ថាគាត់អត់ស្រួលចិត្តឬក៏សនុកចិត្តនៅក្នុងការស្ដាប់រឿងក្តីដែលនិយាយជុំវិញប្រធានបទការប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារគាត់អាចរំលងវីដេអូមួយនេះបានហើយអាចរងចាំមើលវីដេអូបន្តរបស់ខ្ញុំផ្សេងទៀតបានអញ្ចឹងណាដោយសារតែវីដេអូយើងថ្ងៃនេះយើងនឹងនិយាយសង្កត់ធ្ងន់ច្រើនទៅលើការប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារនឹងហើយអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលរឿងក្តីរបស់យើងទាំងអស់គ្នា For everything you've done to me. Sarah. For everything you've done to me. Sarah. 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 Stupid. វីដេអូមួយនេះផងដែរនោះគឺ viral មែនតើនៅលើ TikTok នៅលើបណ្ដាញសង្គមជាច្រើនហ្នឹងណាខ្ញុំគិតថាអាចជា trailer នៅក្នុងរឿងខ្មោចឬក៏រឿងរន្ធត់មួយបានដោយសារតែអ្នកនរគ្នាមើលវីដេអូហ្នឹងហើយអ្នកនរគ្នាមានអារម្មណ៍មិនសម្រាប់ខ្ញុំមានអារម្មណ៍ហាណយធំហើយនឹងអាណិត George មែនតើដែលព្យាយាមស្រែករកជំនួយព្យាយាមស្រែកឲ្យសង្សារគាត់ជួយប៉ុន្តែផ្ទុយទៅវិញគឺសង្សាររបស់គាត់អត់ជួយទេហើយទុកឲ្យគាត់ស្លាប់នៅក្នុងវេលាហ្នឹងតែម្នាក់ឯងចឹងការលេងបិទពួនណាគឺយើងតែងតែមានអ្នកដេញចាប់ហើយនឹងអ្នកហត់ពួនថាគាត់យើងរាប់ពីលេខ1ដល់លេខប៉ុន្មានតាមទីយើងសន្យាចឹងទៅយើងរាប់ដល់លេខដែលយើងកំណត់ហ្នឹងហើយយើងដាក់រកគ្នាថាគាត់សារ៉ាគាត់បាននិយាយថានៅយប់ថ្ងៃកើតហេតុហ្នឹងចយគាត់បានប្រាប់ថាគាត់ចង់លេខបិទពួនមួយសារ៉ាហ្នឹងហើយចឹងសារ៉ាគាត់គិតថាទោះបីពួកគាត់នៅក្នុងវ័យអាយុ40ឆ្នាំជាងហើយប៉ុន្តែក៏អាចលេងបានដែរអត់អីទេគាត់អាចលេងបិទពួនសប្បាយជាមួយនឹងសង្សារគាត់បានអញ្ចឹងគាត់ក៏សម្រេចចិត្តថាលេងបិទពួនជាមួយគ្នាហើយសារ៉ាជាអ្នកតាមរកហើយនឹង George គឺជាអ្នកទៅបិទពួនឬក៏អ្នកទៅហត់ពួននឹងឯងអត់ដឹងមិនដែរចង់ឡើងគឺ George ទៅពួននៅក្នុងវេលាមួយខ្ញុំគិតថា George គាត់ប្រហែលជាមនុស្សម្នាក់ដែលមានមៀតរៀងទូចដែរដែលគាត់អាចដាក់ខ្លួនគាត់ចូលទៅក្នុងវេលានឹងបានហើយបិទចិត្តតែម្ដងហើយខ្ញុំអត់ដឹងថាតើពីខ្នងទៅនឹងអាចបិទចិត្តឆឹងបែបណាទេប៉ុន្តែនៅក្នុងវីដេអូដែលអ្នកគ្នាបានឃើញហ្នឹងគឺវេលាហ្នឹងគឺគាត់នៅក្នុងហ្នឹងហើយគឺភូតបិទចិត្តជុំវិញទាំងអស់ហ្មងនិយាយទៅគាត់ព្យាយាមយកដៃឆ្កោះធម្មតាអារូតយើងដាក់កឹបចូលគ្នាហ្នឹងបើមិនជាយើងយកម្រាមដៃមួយចូលទៅយើងអាចវាមកហើយយើងអាចបើកវេលាហ្នឹងបានទេត្រូវប៉ុន្តែនៅក្នុងលក្ខខណ្ឌហ្នឹងគឺគាត់អាចបើកបានទេហើយគាត់គិតតែពីស្រែកហៅឈ្មោះសង្សាររបស់គាត់ហៅសារ៉ាឲ្យជួយគាត់ផងថាគាត់ដងហៅអត់បានទេប៉ុន្តែសារ៉ាគាត់អង្គុយនៅលើសាឡុងហើយសើចហើយលើកទូរស័ព្ទមកថតវីដេអូសង្សាររបស់គាត់ហ្នឹងកំពុងតែស្រែករកជំនួយពីគាត់ហ្នឹងហើយគាត់អង្គុយនៅលើសាឡុងហ្នឹងសើចទាំងសើចផងទាំងជេរគាត់ផងទាំងនិយាយពាក្យអាក្រក់ជាច្រើនទៅកាន់ George នៅក្នុងវីដេអូដែលអ្នកនរគ្នាបានឃើញថា George ព្យាយាមហើវលីហើយសាច់ហៅឈ្មោះគាត់ឲ្យជួយប្រាប់ថាដកហៅអត់បានហ្នឹងណាសារ៉ាតបមកវិញដោយការសើចបន្ទាប់មកទៀតនិយាយប្រាប់ថា shut up ដឹងហើយឲ្យ George នឹងបិទមាត់នៅឲ្យស្ងៀមឲ្យស្ងាត់គាត់បាននិយាយទៀតថាចាហ្នឹងហើយគឺជាលទ្ធផលដែលទទួលបានបន្ទាប់ពី George នឹងធ្វើបាបគាត់ឬក៏អ្វីដែរ George បានធ្វើមកលើគាត់កន្លងមកហ្នឹង George ក៏នៅតែបន្តហៅទៀតហៅឈ្មោះ Sarah រហូត babe Sarah I can't breathe ដកហៅអត់បានទេតែ Sarah និយាយមកថាហ្នឹងហើយ Sarah ហ្នឹងឈ្មោះគាត់ហៅឈ្មោះគាត់រហូតទៀតទៅកុំឲ្យភ្លេចឈ្មោះគាត់ Sarah ហ្នឹងត្រូវហើយគាត់ក៏និយាយទៀតថាដកហៅមិនបានមែនហ្នឹងហើយដូចនៅពេលដែរ George ហ្នឹងច្បាច់កគាត់ចឹងក៏ដងហើមបានចឹងដូចគ្នាហើយគាត់ក៏និយាយថាអារម្មណ៍ដែលថប់ដង្ហើមម្ដងហើមអត់រួចអីហ្នឹងណាគឺជាអារម្មណ៍ដែលគាត់មាននៅពេលដែល George ហ្នឹងបានផាត់ក្បត់គាត់ប៉ុន្តែអាហ្នឹងជាអ្វីដែលគាត់និយាយក្នុងវីដេអូណាយើងអត់ដឹងថាវាជាការប៉ັດឬក៏បែបណាទេប៉ុន្តែនេះខ្ញុំគ្រាន់តែចង់និយាយពីហេតុការណ៍ដែលកើតឡើងអំឡុងពេលដែលគាត់បានយកទូរស័ព្ទគាត់មកទាញថត George នៅក្នុងវេលាហ្នឹងណាបន្ទាប់ពីគាត់ថតហើយគាត់សើចគាត់និយាយអស់ចិត្តហើយគាត់ងើបពីសាឡុងហ្នឹងគាត់ឡើងតាមកម្មចរាឡើងទៅបន្ទប់គេងរបស់គាត់ហើយគាត់គេងលក់
ចំណែក George Torres វិញគាត់បានជាប់នៅក្នុងកូលីហ្នឹងរយៈពេលមួយយប់ពេញហើយនៅព្រឹកឡើងគឺគេបានរកឃើញថាគាត់បានបាត់បង់ជីវិតបាត់ហើយនៅក្នុងវេលាមួយហ្នឹង Sarah ហើយនៅ George ហ្នឹងក៏គាត់បានមានតំណែងមួយគ្នាយូរគួរសមដែរប៉ុន្តែ Sarah គាត់ក៏ធ្លាប់ព្រៀបការពីមុនមកដែរដែលគាត់មានអតីតស្វាមីរបស់គាត់ហ្នឹងមានឈ្មោះថា Brian នៅរុស្ស៊ីថ្ងៃទី24ខែ2ឆ្នាំ2020ហ្នឹង Brian ដែលគាត់គឺជាអតីតស្វាមីរបស់ Sarah ហ្នឹងគាត់បានទេទៅ Sarah ប្រហែលជា 5-6 ដងហើយ Sarah អត់លើកទូរស័ព្ទទេដោយសារតែពួកគាត់ទាំងពីរនាក់ហ្នឹងណាគាត់បែកបាក់គ្នាពិតមែនប៉ុន្តែគាត់មានថ្ងៃគាត់មើលថែកូនរបស់គាត់ទៅយកកូនចេញពីសាលាដែលកូនគាត់នៅឆ្នាំ2020ហ្នឹងមានអាយុ9ឆ្នាំអីចឹងពួកគាត់ដោះដូរវេនគ្នាទៅយកកូនពីសាលាហើយនឹងមើលកូនតាមថ្ងៃដែលពួកគាត់កំណត់ចឹងទៅការវិភាគរបស់គាត់ហ្នឹងទូទៅគឺគាត់មើលការរ៉ាប់រងរបស់កូនរបស់គាត់ទៅយកកូនគាត់ពីសាលាហ្នឹងនៅថ្ងៃរៀងរាល់ថ្ងៃច័ន្ទថ្ងៃអង្គារហ្នឹងហើយចឹង Brian តួនាទីគាត់ដោយសារគាត់ដឹងថា Sarah ហ្នឹងរៀងឆាប់ផ្លេចហ្នឹងហើយចឹងគាត់នៅផឹកឡើងប្រហែលជាម៉ោង 10 កន្លះហ្នឹងគាត់បានទេទៅ Sarah ម្ដងដែរដើម្បីដាស់តឿនគាត់ប្រាប់ថាថ្ងៃហ្នឹងក៏ដល់វេនរបស់គាត់ត្រូវទៅយកកូននៅពេលថ្ងៃចេញពីសាលាអញ្ចឹងកុំឲ្យផ្លេចហ្នឹងហើយគាត់ទេទៅលើកទី1ហ្នឹងនៅម៉ោង 10 កន្លះហ្នឹង Sarah លើកទូរស័ព្ទទេបន្ទាប់មកគាត់ទេ5ដងទៀតនៅពេលថ្ងៃហ្នឹងណាក៏ Sarah លើកដែររហូតដល់ការទេលើកចុងក្រោយហ្នឹងបាន Sarah ក៏លើកទូរស័ព្ទហើយសំឡេងដែល Sarah លើកទូរស័ព្ទហ្នឹងគឺសំឡេងគាត់ឡើងសែកឡូឡាញ៉ៃភ័យតត់ឆត់និយាយទៅគឺនិយាយអត់យល់គ្នានិយាយអត់យល់ថាចង់និយាយពីអីហ្មង Brian នៅពេលដែលគាត់ឮសំឡេង Sarah ញ៉ៃឡូឡានៅតាមទូរស័ព្ទហ្នឹងមកហ្នឹងគាត់អត់គិតថាមានរឿងអីកើតឡើងធំដុំទេដោយសារគាត់គិតថានឹងជា Sarah ធម្មតារបៀបមនុស្សសែកឡូឡាញ៉ៃត្រាម៉ាច្រើនយំសើចអីជារឿងធម្មតារបស់គាត់ប៉ុន្តែគាត់គិតថាប្រហែលដោយសារតែផ្ទះគាត់ក៏មិនឆ្ងាយពីផ្ទះ Sarah មកដែរចឹងគាត់គិតថាចាំគាត់ទៅមើល Sarah បន្ទាប់ពីគាត់ដាក់ទូរស័ព្ទចោះចឹងណាប៉ុន្តែគាត់អត់មានបញ្ញាប់អីទេគាត់នៅមានពេលយកឆ្កែគាត់ដាក់ចូលក្នុងធុងមើលជុំវិញផ្ទះរៀបចំអីហើយបងគាត់ពាក់វិជើងឡើងឡានជិះទៅរក Sarah មកសន្ទុះក្រោយមក Brian គាត់ក៏បានទៅដល់ផ្ទះ Sarah គាត់ក៏ចតឡានអីនៅមុខផ្ទះហ្នឹងទៅហើយគាត់ក៏បើកទ្វារចូលទៅក្នុងផ្ទះរបស់ Sarah តែនៅពេលដែលគាត់បើកទ្វារចូលទៅហ្នឹងគាត់បានទាន់ចូលទៅដល់ជ្រៅឯងគាត់គ្រាន់តែដើរចូលមកគាត់បើកទ្វារទៅគាត់ឃើញមានជើងមនុស្សហ្នឹងគាត់អាចប្រហែលជាបាំងស្លុងឬក៏បាំងអីមួយយ៉ាងខ្ញុំអត់ច្បាស់កន្លែងហ្នឹងដែរគ្រាន់តែថាគាត់ដើរចូលទៅគាត់ឃើញជើងហ្នឹងគឺគេនៅលើអត់សដោគាត់មានកម្ដៅមេទាំងអស់ហើយនៅពេលគាត់តែឃើញប៉ុណ្ណឹងគាត់មិនទាន់ដឹងថាហ្នឹងគឺជា George ឬក៏ជានរណាគេទេគឺគាត់ដើរចេញមកក្រៅវិញហ្មងហើយនៅពេលហ្នឹងSarahភ័យហត់មក Brian អញ្ចឹងណាហើយស្រីប្រាប់ Brian ថាគាត់ដឹងថាមានរឿងអីកាត់ឡើងគាត់ដឹងថាមិនបានមានហេតុការណ៍ហ្នឹងកាត់ឡើងទៅគាត់ដឹងអីទាំងអស់ធ្វើមិនទៅអញ្ចឹងណានៅពេលហ្នឹងខ្ញុំគិតថា Brian គឺគាត់ជាមនុស្សម្នាក់ដែលគាត់មានការគិតច្បាស់លាស់គាត់មានសតិគ្រប់គ្រងអារម្មណ៍ខ្លួនឯងណាហើយណាមួយទៀតគាត់គិតថាកូនគាត់មានតែគាត់ទេដោយសារតែគាត់អត់ដែលគិតរំពឹងថាSarahអាចនឹងមើលថែកូនគាត់បានណាអញ្ចឹងគាត់គិតថាបើសិនជាគាត់ហ៊ានតែពាក់ព័ន្ធជាមួយរឿងរញ៉េរញ៉ៃរបស់ Sarah ហ្នឹងចំណែកកូនរបស់គាត់មានរឿងអីទៅណាគេមើលកូនគាត់អញ្ចឹងគាត់សុកចិត្តដើរចេញមកខាងក្រៅផ្ទះនោះវិញហើយគាត់ប្រាប់Sarahថាគាត់អត់ដឹងទេគាត់ពាក់ព័ន្ធមួយរឿងអីដែលកាត់ឡើងដែលរៀបនឹងកាត់ឡើងតិចទៀតហ្នឹងទេប៉ុន្តែគាត់បានឲ្យយោបល់ថាឲ្យSarahហ្នឹងទេទៅប៉ូលីសប្រាប់ពីហេតុការណ៍ហ្នឹងភ្លាមហើយគាត់មិនដើរចេញហើយគាត់ទៅបាត់អីទៅគាត់គ្រាន់តែដើរចេញពីផ្ទះហ្នឹងគាត់មកអង្គុយក្នុងឡានដែលគាត់ចតនៅមុខផ្ទះហ្នឹងហើយគាត់រងចាំនិយាយទៅគឺគាត់ចង់ឲ្យដឹងច្បាស់ដែរថា Sarah បច្ចុប្បន្នទេទៅប៉ូលីសមែនអញ្ចឹងណាអញ្ចឹង Sarah ក៏បានទេទៅប៉ូលីសតាមអីដែល Brian និយាយនឹងអញ្ចឹងទៅហើយ Brian គឺគាត់អង្គុយនៅរហូតដល់ប៉ូលីសមកដល់ហើយគាត់ក៏ជាសាក្សីមួយដែរនៅពេលដែលប៉ូលីសទៅដល់កន្លែងកើតហេតុហ្នឹងគឺគេអាចសួរគាត់បានដោយសារតែគាត់ជាមួយនឹងSarahស្គាល់គ្នាប្រហែលជា20ឆ្នាំហើយអញ្ចឹងគាត់ស្គាល់Sarahច្បាស់គាត់ដឹងពីSarahច្បាស់ទាំងគាត់គឺជា informant មួយឬក៏មនុស្សដែលអាចឲ្យព័ត៌មានជាច្រើនទៅកាន់ប៉ូលីសនិងអ្នកស៊ើបអង្កេតយើងមកនិយាយតិចថាតើSarahហ្នឹងគាត់ជាណាគេSarahហើយនិង Brian ហ្នឹងគាត់បានស្រឡាញ់គ្នានៅពេលដែល Brian ហ្នឹងមានអាយុ23ឆ្នាំហ្នឹងនៅពេលពួកគាត់មានអាយុ20ជាងឆ្នាំទេSarahគាត់គឺជាមនុស្សម្នាក់ដែល spontaneous ឬក៏អាចនិយាយបានថាគាត់គិតអីគាត់ធ្វើនឹងគាត់ចូលចិត្តការផ្សងព្រេងហើយអ្នកដែលនៅជុំវិញខ្លួនគាត់តែតែមានអារម្មណ៍ថាទទួលបានអារម្មណ៍រំភើបឬ excited នៅពេលដែលនៅចិត្តគាត់ដោយសារគាត់ជាមនុស្សម្នាក់ដែលមានថាមពលខ្ពស់មែនតើអ្នកនៅជុំវិញគាត់អញ្ចឹងតែមានទទួលអារម្មណ៍វិជ្ជមានអញ្ចឹងណានៅពេលដែលគាត់អាយុ20ជាងហ្នឹង
ចឹងនៅពេលដែលគាត់ទៅតែស្គាល់សេរ៉ាបានតែប្រហែលនឹងទេហើយទទួលបានអារម្មណ៍ល្អនឹងពេលដែលគាត់នៅជាមួយសេរ៉ាហ្នឹងពួកគាត់ក៏ស្រឡាញ់គ្នាហើយក៏បានរៀបការជាមួយគ្នាបន្ទាប់មកគាត់ក៏មានកូនប្រុសម្នាក់ជាមួយគ្នាដែលមានឈ្មោះថា Logan ចឹងក្តីសម័យឬក៏ការគិតរបស់ Brian ដែលគិតថានឹងបង្កើតគ្រួសារមួយដែលកក់ក្ដៅឥឡូវពួកគាត់មានកូនម្នាក់ទៀតហើយហ្នឹងវាផ្ទុយខុសស្ដាប់ពីអ្វីដែលគាត់គិតមកនៅពេលដែលសេរ៉ាគាត់សម្រាល Logan ហ្នឹងចេញមកហើយហ្នឹងសេរ៉ាគួរគាត់ខ្ល้ายជាមនុស្សម្នាក់ដែរងប់ងល់នឹងការផឹកស្រានៅពេលយប់ឡើងភាគច្រើនអ្នកដែលគាត់តឹមតែសម្រាប់កូនគាត់ហើយគឺគាត់តែងតែនៅចិត្តកូននៅត្រូវអត់មើលកូនឲ្យដល់បំបើទឹកដោះដូរអ្នកភីអីកូនចឹងប៉ុន្តែសេរ៉ាអត់ទេយប់ឡើងគឺគាត់ចេញទៅក្រៅទៅផឹកទៅក្លឹបទៅផឹកស្រាចឹងរាល់យប់ឲ្យតែយប់ឡើងគឺគាត់ចេញទៅឲ្យផឹកស្រាស្បង់ចូលខ្លួនបានត្រឡប់មកផ្ទះវិញសេរ៉ាគាត់ជាមនុស្សម្នាក់ដែលមិនគាត់ផឹកហើយគាត់គេងឬក៏គាត់ផឹកហើយស្ងាត់ទេគាត់នៅពេលដែលគាត់មានស្រាចូលខ្លួនខ្លាចជាមនុស្សម្នាក់ដែរសែកនិយាយអខៈចេះស្ដីពេលខ្លះប្រើ7ហិង្សាវិភារុញប្តីគាត់និយាយទៅគឺឲ្យតែពេលមកដល់ផ្ទះវិញដឹងតែមានរឿងនៅក្នុងផ្ទះហ្នឹងហើយតែដែលគាត់មានកូនតូចនៅផ្ទះរបស់គាត់ណាវាត្រូវតែមានភាពស្ងប់ស្ងាត់ណាប៉ុន្តែផ្ទុយមកវិញហ្នឹងគឺគាត់ជាមនុស្សម្នាក់ដែលបង្កភាពចលាចលនៅក្នុងគ្រួសាររបស់គាត់ឲ្យតែពេលយប់ឡើងគាត់ចេញទៅផឹកហ្នឹងហើយត្រឡប់មកផ្ទះវិញហ្នឹងហើយប៉ុន្តែ Brian គាត់និយាយថាការដែលគាត់ប្រើដៃប្រើជើងនៅពេលគាត់ស្វឹងហ្នឹងវាមិនមែនជាការប្រើប្រាស់អំពើហិង្សាអីធ្ងន់ធ្ងរអីទេនៅពេលហ្នឹងផងដែរហ្នឹងគឺគ្រាន់តែមានការរុញច្រានការវាយបតប់អីតិចតួចតែអត់ធ្ងន់ធ្ងរទេប៉ុន្តែវាកាត់ឡើងញយពេកវារហូតញឹកញាប់ច្រើនដងពេកដល់ថាគាត់និយាយអត់ស្ដាប់គាត់និយាយអត់ស្ដាប់ចឹងទៅគាត់ក៏សម្រេចចិត្តថាវិច្ចហ្នឹងរៀបបានកូនគាត់រៀបបានខ្លួនគាត់ហ្នឹងហើយគាត់ចេញពីផ្ទះដែលគាត់នៅជាមួយនឹងសេរ៉ាហ្នឹងគាត់ទៅនៅផ្ទះពុកម្ដាយរបស់គាត់វិញហើយពេលហ្នឹងគឺគាត់ចង់លេងលះជាមួយនឹងសេរ៉ាហើយប៉ុន្តែសេរ៉ាគាត់ព្យាយាមវល់គាត់ថាគាត់នឹងកែប្រែគាត់លេងផឹកស្រាហើយគាត់កែប្រែផ្ដល់ឱកាសគាត់ម្ដងមកហ្នឹងហើយអញ្ចឹងពួកគាត់ព្យាយាមតាំងទៅ marriage therapy ទៀតផ្ដល់ជាការប្រឹក្សាយោបល់ទៅលើចំណងអាពាហ៍ពិពាហ៍របស់គាត់ហ្នឹងថាតើពួកគាត់អាចដោះស្រាយបញ្ហាមួយហ្នឹងមិនបានថយម្នាក់មួយចំហៀនឬក៏មិនដើម្បីផ្សះផ្សាទំនាក់ទំនងរបស់ពួកគាត់ណាប៉ុន្តែវាអត់បានការទេនិយាយទៅមិនថោតបានការសោះទេប្រហែលជារយៈពេល2ទៅ3អាទិត្យដែរសេរ៉ាគាត់ប្រព្រឹត្តខ្លួនរបស់គាត់ធម្មតាក៏អត់ទៅផឹកស្រាអីមើលថែកូនបានរៀងដិតដល់ដែរប៉ុន្តែរយៈពេលបន្ទាប់ពី3អាទិត្យទៅហ្នឹងគឺគាត់ចាប់ផ្ដើមវល់ត្រឡប់មកវិញហើយនៅពេលនេះហ่ะមិនមែនថាអាចផ្លាស់ប្ដូរខ្លួនឯងបានទេណាគឺផឹកពេលថ្ងៃហ្មងនៅពេលណាដែល Brian គាត់ណាចេញទៅធ្វើការបាត់យកកូនទៅរៀនហើយគឺគាត់លួចចេញទៅផឹកស្រារហូតដល់ម៉ោង2ម៉ោង3យប់អីបានត្រឡប់មកផ្ទះវិញហើយមិនមែនថ្ងៃសៅរ៍អាទិត្យអីទេគឺថ្ងៃច័ន្ទដល់សុក្រធម្មតាពេលទៅផឹកនឹងលួចទៅផឹកតែពេលត្រឡប់មកផ្ទះវិញមិនមែនលួចចូលផ្ទះស្ងាត់អីទេគឺលោឡាហើយរហូតដល់មានការហេតុមួយហ្នឹងគឺគាត់នាំមនុស្សប្លែកមុខចូលមកក្នុងផ្ទះទៀតដោយសារតែគាត់ទៅផឹកទៅស្គាល់គេស្គាល់ឯងហ្នឹងហៅគេមកផឹកតដល់ផ្ទះទៀតទាំងដល់ Brian គាត់ធ្វើការមួយថ្ងៃពេញចេញពីធ្វើការត្រូវមើលកូនហើយយប់ឡើងគាត់សម្រាប់ហ្នឹងក៏មិនបានពេញលេញត្រូវមើលកូនលេខកើតទៀតគេបានមួយផ្លែតពីរផ្លែតហ្នឹងគឺសារ៉ាត្រឡប់មកផ្ទះវិញគឺលោឡាញញ៉ៃពេញផ្ទះរហូតដល់គាត់គិតថាគាត់ផែជាធំអត់បានទេហើយផែជាគាត់អាចកែសារ៉ាបានទេគាត់គិតថាគាត់អាចទ្រាំមួយសារ៉ាបានទេណាប៉ុន្តែមិនទាន់ដល់ប៉ុន្តែគាត់អត់ទាន់សម្រេចចិត្តថាលេងលះទេរហូតដល់ថ្ងៃមួយហ្នឹងគឺស្រាប់តែគេយប់ឡើងសុកហ្នឹងស្រាប់តែមានមនុស្សប្រុសម្នាក់ប្លែកមុខដែរស្គាល់ទេមកដល់មុខផ្ទះគាត់ហើយគោះទ្វារស្រែករកឈ្មោះសារ៉ាស្រែកពេញមុខផ្ទះលោឡាពេញហ្នឹងអញ្ចឹងគាត់គិតថាម្នាក់ប្រុសហ្នឹងគឺជាមនុស្សដែរសារ៉ាបានតាក់ទងឬក៏ស្គាល់នៅពេលដែលគាត់ចេញទៅផឹកស៊ីរាល់ថ្ងៃនៅខាងក្រៅហ្នឹងហើយគឺជាលើកចុងក្រោយដែលគាត់ទ្រាំអត់បានទេគាត់ក៏សម្រេចចិត្តដាក់ពាក្យលេងលះមួយសារ៉ានៅក្នុងពេលហ្នឹងតែម្ដងនៅពេលដែលពួកគាត់លេងលះគ្នាហើយហ្នឹងគាត់បានយកកូនរបស់គាត់លោកហ្នឹងទៅជាមួយដែរប៉ុន្តែគាត់អត់បានរើទៅនៅផ្ទះឪពុកម្ដាយរបស់គាត់ដោយលើកមុនទេប៉ុន្តែគាត់បានរើទៅនៅផ្ទះដែលនៅជិតសារ៉ាហ្នឹងដែរតែសារទៅអត់ចង់នៅឆ្ងាយតែសារអាណិតកូនដោយសារថាបើសិនជាបាននៅផ្ទះចិត្តហ្នឹងទៅយ៉ាងហោចណាស់ក៏បានឃើញមុខម៉ាក់ខ្លួនឯងអាចឲ្យម្ដាយកូនជួបមុខគ្នាអញ្ចឹងណាអញ្ចឹងគាត់នៅផ្ទះចិត្តសារ៉ាហ្នឹងគាត់អត់បានរើទៅឆ្ងាយទេសារ៉ាគាត់បានរើទៅapartment មួយកន្លែងដែលនៅអត់នៅឆ្ងាយពីផ្ទះរបស់ Brian ហ្មងទេហើយគាត់មានការងារធ្វើទេសារ៉ានៅពេលហ្នឹងប៉ុន្តែដោយសារតែការលេងលះហ្នឹងខ្ញុំមកយល់ដែរថាមិនបាន Brian ហ្នឹងគាត់ជាអ្នកមើលថែកូនប៉ុន្តែគាត់ត្រូវមានភារៈបំពេញអាហារកិច្ចទៅកាន់កូនរបស់គាត់ហ្នឹងដោយតឡាការបែងចែកអញ្ចឹងណាគាត់ត្រូវឲ្យលុយសារ៉ារាល់អាទិត្យឬក៏រាល់ខែទៅលើការមើលថែកូនចំណីអាហារកូនអីផ្សេងៗហ្នឹងទាំងដែលសារ៉ាគាត់អត់បានមើលកូនទេកូននៅមួយគាត់
ប៉ុន្តែគាត់នៅតែឲ្យលុយទៅកាន់សារ៉ារហូតប៉ុន្តែដោយសារតែគាត់គិតថាកូនប្រុសរបស់គាត់នឹងនៅជាមួយនឹងសារ៉ាថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងការចំណាយអស់ហ្នឹងគាត់ក៏ត្រូវចំណាយដែរអញ្ចឹងណាអញ្ចឹងគាត់នៅតែបន្តឲ្យលុយទៅសារ៉ាហ្នឹងទៅប៉ុន្តែលុយហ្នឹងគឺសារ៉ាចាយគ្រប់គ្រាន់ទេដោយសារតែបានឲ្យគ្រប់បោផឹកស្រាផងឲ្យផងឲ្យអត់មានការងារធ្វើទៀតនៅពេលដែល Brian ព្យាយាមបញ្ចុះបញ្ចូលគាត់ថាអាចទៅរកការងារធ្វើទៅដើម្បីមានចំណូលឲ្យខ្លាំងអញ្ចឹងណាតែគាត់ថ្ងៃនៅតែផ្ទះគេងហើយផឹកស្រាអញ្ចឹងទៅប៉ុន្តែសារ៉ាគាត់មានឡែតរហូតគាត់ថាថ្ងៃហ្នឹងគាត់ហត់ណាគាត់ចង់ sleep in គាត់ចង់គេងឲ្យបានច្រើនឬក៏ថ្ងៃហ្នឹងមិនមែនជាថ្ងៃល្អសម្រាប់គាត់ដើរចេញរកការងារធ្វើទេគាត់មានហេតុផលលេចកើតប៉ុន្តែគឺយប់ឡើងចេញទៅក្រៅហើយរហូតដល់ថ្ងៃមួយដែលគាត់ទៅបានមកកន្លែងនៅម្ដុំផ្ទះរបស់គាត់ហ្នឹងហើយគាត់បានជួបបរិមម្នាក់ឈ្មោះថា George Torres ទំនាក់ទំនងរវាងគាត់ជាមួយនឹង George គឺចាប់ផ្ដើមពីពេលហ្នឹងមកហើយយើងក៏មកដល់ចំណុចដែលរឿងក្តីរបស់យើងថ្ងៃនេះគឺចាប់ផ្ដើមពិតប្រាកដហើយនៅពេលដែលពួកគាត់ចាប់ផ្ដើមស្គាល់គ្នានឹងឯង George Torres គាត់មានអាយុ39ឆ្នាំនៅពេលដែលគាត់ជួប Sarah George គឺគាត់មកពីគ្រួសារមួយដែលមានសមាជិកធំមែនតើជាគ្រួសារ Hispanic American George ផងដែរគឺគាត់មានកូន3នាក់ឯងនៅពេលដែលគាត់ជួប Sarah ហ្នឹង George គាត់មិនមែនជាឪពុកមួយដ៏ល្អឬក៏ perfect ពេញលេញទេប៉ុន្តែកូនរបស់គាត់បាននិយាយថាគាត់គឺជាប៉ាម្នាក់ដែលស្រឡាញ់កូនគាត់ខ្លាំងណាព្រោះនៅពេលដែលគាត់មានពេលគឺគាត់តែងតែនៅជាមួយនឹងកូនរបស់គាត់មើលថែកូនគាត់និយាយទៅគឺជាឪពុកម្នាក់ដែលស្រឡាញ់កូនខ្លាំងមែនតើប៉ុន្តែគាត់មិនមែនជាមនុស្សម្នាក់ដែល perfect ទេបើយើងនិយាយទៅដោយសារតែគាត់មានអាការៈមួយដែលគាត់អាចគ្រប់គ្រងអារម្មណ៍ខឹងរបស់គាត់បានទេគាត់មាន serious anger issue ហ្មងតាំងពីដើមមុននឹងគាត់ជួបសារ៉ាទៀតបើយើងមើលទៅលើមុខ George គឺគាត់មានស្នាមនៅលើមុខគាត់ច្រើនដោយសារតែគាត់ធ្លាប់ធ្វើការវះកាត់ដោយសារតែគាត់ជាមួយនឹងបងប្អូនប្រុសរបស់គាត់នឹងធ្លាប់វាយគ្នាខ្លាំងមែនទែនរហូតដល់ត្រូវចូលមន្ទីរពេទ្យវះកាត់ឲ្យផ្សេងចឹងទៅអញ្ចឹងមិនមែនប្រកាសថាចយគាត់មកពីគ្រួសារមួយដែលធំមែនប៉ុន្តែអាចនិយាយថាมันជាកក់ក្ដៅមែនទេគឺមានការឈប់គ្នាខ្លាំងហើយណាមួយដែលសារតែគាត់ជាមនុស្សម្នាក់ដែលអាចគ្រប់គ្រងអារម្មណ៍គាត់បានផងការចាប់ផ្ដើមទំនាក់ទំនងពួកគាត់ទាំងពីរនាក់ហ្នឹងគឺអត់រលូនទេដោយសារតែនៅពេលមនុស្សពីរនាក់ហ្នឹងជួបគ្នាហ្នឹងគឺគាត់នៅស្ថានភាពមួយដែលមិនល្អទាំងអស់គ្នាមួយទៅតែលេងលះមួយទៀតមិនថាចតពេលហ្នឹងគាត់មិនមែនមានហេតុការណ៍អីធំដុំកើតឡើងនៅក្នុងជីវិតរបស់គាត់ទេប៉ុន្តែគឺគាត់ជាមនុស្សម្នាក់ដែលមាន anger issue ឯងអត់មានការគ្រប់គ្រងអារម្មណ៍ខ្លួនឯងហើយអញ្ចឹង mental state ពួកគាត់ទាំងពីរនាក់ហ្នឹងគឺអត់ប្រក្រតីទាំងពីរនាក់យើងអាចនិយាយថាគាត់បានជួបគ្នានៅពេលមួយដែលពួកគាត់ទាំងពីរនាក់ហ្នឹងអាចថាត្រូវការគ្នាក៏ថាបានប៉ុន្តែពួកគាត់ទាំងពីរនាក់សិតតែស្ថិតនៅក្នុងលក្ខណៈមួយផ្លូវចិត្តរបស់ពួកគាត់ហ្នឹងគឺអត់ល្អប្រសើរទេទាំងពីរនាក់ហ្នឹងនៅក្នុងឆ្នាំ2018ប្រហែលជាម៉ោង2ទៀបភ្លឺទ្វារផ្ទះសារ៉ាបើកដោយសារតែប៉ូលីសបានមកដល់មុខផ្ទះរបស់គាត់ហើយប៉ូលីសមកដល់មុខផ្ទះហ្នឹងគឺដោយសារតែសារ៉ាហ្នឹងគាត់បានទេទៅកាន់ប៉ូលីសប្រាប់ថាមានការប្រើប្រាស់អំពើហិង្សានៅក្នុងផ្ទះរបស់គាត់ដោយសង្សាររបស់គាត់ George Torres ហ្នឹងបានប្រើប្រាស់អំពើហិង្សាលើគាត់ហើយនៅពេលដែលប៉ូលីសបើកទ្វារមកហ្នឹងគឺគេឃើញច្បាស់ហ្មងថានៅលើមុខរបស់សារ៉ាហ្នឹងគឺមានស្នាមដបោះឬក៏មានស្នាមជាប់នៅលើមុខរបស់គាត់អញ្ចឹងទៅប៉ូលីសក៏បន្តការស៊ើបសួរទៅកាន់ George ថាមាននឹងអីកើតឡើងហេតុអីមានការប្រាជើងគ្នាចឹងទៅតែនៅពេលដែលប៉ូលីសចូលទៅបន្តការស៊ើបសួរទៅលើ George ហ្នឹងក៏បានឃើញថានៅលើករបស់ George ហ្នឹងក៏មានស្នាមដបោះដែរគឺស្នាមច្របាច់កឬក៏ស្នាមមានអីហិតកនិយាយទៅគឺគាត់មានសាកស្នាមនៅលើករបស់គាត់ហ្នឹងហើយពេលហ្នឹង George គាត់បាននិយាយប្រាប់ថាគឺគាត់បានធ្វើបាបសារ៉ាទេដោយសារ៉ាគាត់បានអះអាងថា George នឹងខឹងគាត់ដោយសារតែគាត់បានទៅក្រៅហើយគាត់បានឲ្យបរិយមកដើមនឹងទៅកាន់មនុស្សប្រុសម្នាក់ដែលស្គាល់គ្នាហើយ George នឹងប្រចានហើយក៏វាយគាត់ប៉ុន្តែ George វិញគាត់និយាយថាគាត់អត់មានបានវាយទេប៉ុន្តែសារ៉ានឹងមកច្បាច់កហិតករបស់គាត់អញ្ចឹងគាត់ដឹងធ្វើម៉េចដើម្បីការពារខ្លួនគាត់ហ៊ុនច្រានទៅនឹងក៏របៀបឈុលប៉ះមុខប៉ះអីបតែបន្ទប់គ្នាបានមានស្នាមរបួសនៅលើសារ៉ានឹងហើយGeorgeគាត់មានស្នាមរបួសនៅលើខ្លួនគាត់ដែរដែលកើតឡើងពីការបតែបន្ទប់គ្នានឹងប៉ុន្តែមិនមែនGeorgeគាត់ជាអ្នកចាប់ផ្ដើមនៅក្នុងការប្រើប្រាស់អំពើហិង្សាមួយនេះទេហេតុការណ៍នៅពេលហ្នឹងគឺវារញ៉េរញ៉ៃលឿនមែនតើគឺមានភាពញញ៉ៃនៅក្នុងផ្ទះរបស់សារ៉ាណាខ្លាំងមែនតើរហូតដល់ប៉ូលីសក៏ចាប់ខ្លួនពួកគាត់ទាំងពីរនាក់ហ្នឹងទៅប៉ោះប៉ូលីសទៅហើយប៉ូលីសពេលហ្នឹងក៏អាចកំណត់បានដែរថាពីណាគេគឺអ្នកចាប់ផ្ដើមនៅក្នុងការធ្វើការរំលោភពេលរាងកាយលើគ្នាទៅវិញទៅមកដឹងថាណាគេជាអ្នកចាប់ផ្ដើមទេពួកគាត់ទាំងពីរនាក់ហ្នឹងអត់មានប្រឹងផ្ដោតគ្នាទេប៉ុន្តែប៉ូលីសក៏ដាក់ទោសគាត់ anyway ហ្នឹងហើយជាងសារ៉ាបានទោសពីការបំពានលើរាងកាយដោយកំហឹងហើយGeorgeវិញគឺមានបទបញ្ឈឹមកម្រិតទី1 first degree misdemeanor for battery
ដែលការដាក់ទោសហ្នឹងគឺវារៀងតិចហាកម្រិតស្រាលជាងសារ៉ានៅពេលហ្នឹងបាន Brian ហ្នឹងរំលោះដោះខ្លួនចេញមកខាងក្រៅឃុំបាននិយាយទៅគឺចេញមកក្រៅវិញបានអត់មានទោសអីទេដោយសារតែពួកគាត់ទាំងពីរនាក់ហ្នឹងអត់បានប្រឹងផ្ដោតគ្នាប្រហែលជាចិត្តមួយឆ្នាំឬក៏អញនិយាយថាមួយឆ្នាំហ្មងទៅមួយឆ្នាំក្រោយមកហ្នឹងក៏មានរឿងនឹងកើតឡើងម្ដងទៀតដោយសារហ្នឹងបានទេហៅប៉ូលីសមកដល់ផ្ទះហើយលើកនេះហ្នឹង George គឺគាត់បានទទួលបទដូចគ្នាពីមុនចឹងបទបញ្ឈមកម្រិតទី1ប៉ុន្តែពេលនេះហ្នឹងឬក៏លើកហ្នឹងសារ៉ាគាត់បានដាក់ស្នើសុំថាអត់ឲ្យ George ហ្នឹងមកមានពាក់ព័ន្ធមួយគាត់ទៀតទេអត់អាចនៅជាមួយគ្នាបានសូម្បីតែជួបគ្នានៅក្រៅការនិយាយគ្នាតាមទូរស័ព្ទអីផ្សេងគឺអត់អាចមកពាក់ព័ន្ធជាមួយនឹងសារ៉ាបានទេអញ្ចឹង George គាត់អាចនៅជាមួយនឹងសារ៉ាបាននិយាយទៅគឺអាចនៅផ្ទះមួយគ្នាបានហ្មងអញ្ចឹង George គាត់ក៏ត្រឡប់ទៅនៅផ្ទះមួយប៉ារបស់គាត់វិញប៉ុន្តែអត់ដឹងមិនទេពួកគាត់ទាំងពីរនាក់ហ្នឹងគឺថាឆ្លោះគ្នាហើយពីថ្ងៃជួបគ្នាវិញហ្នឹងហើយប៉ុន្តែដោយសារតែសារ៉ានៅពេលហ្នឹងគាត់បានដាក់កំហិតនឹងមួយឲ្យ George អញ្ចឹងបើសិនជា George បំពេញគាត់នឹងត្រូវបង់លុយហើយបានបំណុលហ្នឹងគឺរហូតដល់$15,000ហើយនៅពេលហ្នឹងខ្ញុំអត់ដឹងថាវាមានរឿងអីកើតឡើងទេដោយសារតែពួកគាត់ឆ្លោះគ្នាហើយគាត់ត្រូវគ្នាវិញបើថាពីមុននោះវិញឆ្លោះគ្នាហើយ George មកផ្ទះប៉ារបស់គាត់ហើយពីថ្ងៃគាត់ទៅផ្ទះនោះវិញតោះមកឆ្លោះគ្នាមកផ្ទះនោះវិញឪពុករបស់ George ហ្នឹងគាត់ក៏បានទៅរកសារណាហ្នឹងហើយគាត់និយាយនៅមុខនឹងមកថាបើថានៅមួយគ្នាគឺនៅមួយគ្នាបើថានៅមួយគ្នាអត់កើតទេគឺឲ្យដាច់សាច់គ្នាហ្មងគាត់ថាគាត់នៅផ្ទះរបស់គាត់ហ្នឹងមិនមែនជាផ្សារទំនើបឬក៏កន្លែងណាមួយដែលអាចរបៀបថាឆ្លោះគ្នាដេញឲ្យទៅផ្ទះគាត់ហើយចេញមកវិញចេញចូលតាមអំពើចិត្តចឹងបានទេអញ្ចឹងគាត់ក៏បាននិយាយមួយសារ៉ាដែរនៅពេលហ្នឹងមិនយូរប៉ុន្មានទេប្រហែលជានៅខែ9ឆ្នាំ2009ហ្នឹងសារ៉ាបានទៅប៉ូលីសម្ដងទៀតហើយនៅពេលនេះនៅពេលដែលប៉ូលីសទៅដល់ផ្ទះហ្នឹងគឺគាត់ផ្សាយប្រាប់ប៉ូលីសមកថាGeorge ហ្នឹងអត់ដឹងកើតអីឯងមកដល់ស្ទុះមកវាយគាត់នេះមើលស្នាមលពូហើយពេលហ្នឹងគឺគាត់មានស្នាមលពូបែនលើមុខគាត់ហ្នឹងមានស្នាមដាល់មានកកិតដាច់មុខមានឈាមមានអីតិចតួចអញ្ចឹងនៅលើមុខរបស់គាត់ហ្នឹងហើយគាត់និយាយថា George ហ្នឹងវាយគាត់បានដាល់គាត់អីផ្សេងទៅដដែលមកទៀត George ហ្នឹងក៏បានប្រាប់ប៉ូលីសថាសារ៉ាក៏វាយគាត់ដែរនិយាយទៅពួកគាត់មានដៃមានជើងវាយគ្នាប្រើប្រាស់អំពើហិង្សាទៅលើគ្នាហ្នឹងគឺទៅវិញទៅមកនៅចំណុចនេះផងដែរខ្ញុំចង់និយាយថាការប្រើប្រាស់អំពើហិង្សាគឺវាអាចកើតឡើងទៅលើមនុស្សគ្រប់គ្នាមិនមែនមានន័យថាវាកើតឡើងទៅលើមនុស្សស្រីហើយអត់កើតឡើងនៅលើមនុស្សប្រុសទេអញ្ចឹងនៅក្នុងរឿងក្តីនេះផងដែរដូចនៅក្នុងរឿងសារ៉ានិង George អញ្ចឹងគឺគាត់មានអំពើហិង្សាលើគ្នាទៅវិញទៅមកប៉ុន្តែយើងបានឃើញហើយនៅរាល់ការកត់ត្រារបស់ប៉ូលីសដែរអ្នកផ្ទះក្រុមគ្រួសារមួយនឹងបានទេទៅព្រីផ្ដងពីការប្រើប្រាស់អំពើហិង្សាហ្នឹងគឺមានតែពីសារ៉ាទេ George គឺគាត់ដែរបានហៅប៉ូលីសផ្ដងប៉ូលីសទេមិនមែនមានន័យថាយើងអាចនិយាយថាវាមិនអាចជាចំណុចមួយដែលយើងអាចកាត់ក្តីបានថា George ជាអ្នកចាប់ផ្ដើមឬក៏ George ជាអ្នកប្រើប្រាស់អំពើហិង្សាមុនទៅលើសារ៉ាទេប៉ុន្តែបើយើងកាត់មួយផ្នែកទៀតណាGeorge គឺគាត់អាចជាបុគ្គលម្នាក់ដែលគាត់មិនចង់ធ្វើរឿងនឹងធំដោយសារតែគាត់ដឹងថាគាត់ខុសហើយដែលគាត់ប្រើប្រាស់អំពើហិង្សានឹងទៅលើសារ៉ាប៉ុន្តែសារ៉ាក៏ប្រើប្រាស់អំពើហិង្សានឹងមកលើគាត់ដូចគ្នាហើយគាត់គិតថាតើវាមានប្រយោជន៍អីដែលគាត់ទៅប្តឹងប៉ូលីសនឹងព្រោះអីពីការគិតមនុស្សយើងទូទៅមនុស្សប្រុសរមែងតែប្រើប្រាស់អំពើហិង្សាទៅលើមនុស្សស្រីអញ្ចឹងគាត់គិតថាទោះបីគាត់ប្តឹងប៉ូលីសក៏គេមិនអាចជឿគាត់អញ្ចឹងគាត់អត់មានបានបង្កឲ្យទាំងអស់ខ្ញុំចង់មកសង្កត់កន្លែងហ្នឹងថាចាការប្រើប្រាស់អំពើហិង្សាវាមិនមែនយើងអត់បានកំណត់ភេទទេថាមនុស្សប្រុសឬក៏មនុស្សស្រីវាអាចកើតឡើងទៅលើមនុស្សគ្រប់គ្នាអញ្ចឹងអ្នកដែលគាត់ទទួលរងអំពើហិង្សាហ្នឹងអាចរកជំនួយបានហ្នឹងហើយកុំគិតថាខ្លួនឯងជាប្រុសឬក៏ជាស្រីចំណុចមួយហ្នឹងឯងដែលខ្ញុំចង់មកនិយាយនៅក្នុងវីដេអូមួយនេះផងដែរអ្នកដែលគាត់ទទួលរងអំពើហិង្សាគ្រប់បែបសន្តានទាំងអស់ហើយកុំគិតទៅលើភេទអីឲ្យតែយើងជាជនរងគ្រោះយើងអាចនៅតែរកជំនួយបាននិយាយទៅការពារខ្លួនឯងណាអ្នកនរគ្នានិយាយទៅវាពិតប្រាកដដែរ George ពិតជាបានប្រើប្រាស់អំពើហិង្សាទៅលើសារ៉ាក៏ដូចគ្នាហើយមាន report ឬកំណត់ត្រាជាច្រើនមានរូបភាពដែលប៉ូលីសបានថតទុកនៅពេលដែលចោះទៅមើលកន្លែងកើតហេតុហ្នឹងផ្សេងហ្នឹងគឺពិតជាឃើញមានសារលពមានអីមែនប៉ុន្តែGeorge គាត់គឺជាមនុស្សម្នាក់ដែលគាត់គិតថាគាត់ដឹងខ្លួនណាគាត់ដឹងខ្លួនគាត់ថាគាត់អាចគ្រប់គ្រងអារម្មណ៍គាត់បានគាត់ឆាប់ខឹងហើយនៅពេលដែលគាត់ខឹងម្ដងដូចកំរាលចូលអញ្ចឹងគាត់រមែងតែឈានទៅដល់ការប្រើប្រាស់អំពើហិង្សាទៅលើដៃគូរបស់គាត់ឯង
ចឹងគាត់ព្យាយាមទៅរកពេទ្យចិត្តសាស្ត្រព្យាយាមទៅ therapy group ដែលគេបង្កើតជាក្រុមមួយសម្រាប់តែគាត់មានបញ្ហាទាំងអស់ហ្នឹងនិយាយចែកម្លែកគ្នាព្យាបាលជួបជាមួយអ្នកជំនាញនិយាយទៅគាត់ព្យាយាមកែប្រែខ្លួនគាត់ដែរមានថ្ងៃខ្លះដែលគាត់ត្រឡប់មកផ្ទះវិញហ្នឹងបន្ទាប់ពី session របស់គាត់បន្ទាប់ពីទៅជួបអ្នកជំនាញហ្នឹងដែលគេបានចាក់វីដេអូការប្រើប្រាស់ពើសារនៅក្នុងគ្រួសារហ្នឹងវារៀងធ្ងន់ធ្ងរឈានទៅដល់មានការស្លាប់មានអីអញ្ចឹងនិយាយទៅគឺគាត់មកដល់ផ្ទះវិញគឺគាត់យំគាត់សុំទោសសេរ៉ាគាត់និយាយថាគាត់នឹងកែប្រែខ្លួនគាត់នឹងមិនប្រើប្រាស់អំពើហិង្សាទៀតទេគាត់នឹងព្យាយាមព្យាបាលផ្លូវចិត្តរបស់គាត់ឲ្យប្រសើរជាងមុនគាត់នឹងមិនឆាប់ខឹងឆាប់អីនិយាយទៅគាត់និយាយថាយើងអាចឃើញថាគាត់ជាមនុស្សបែបណាដែលគាត់ពិតជាត្រូវការជំនួយមែនពិតជាត្រូវការអ្នកជំនាញមកជួយព្យាបាលគាត់ពីខាងក្នុងឲ្យគាត់ខ្លាចទៅជាមនុស្សល្អម្នាក់ហើយគាត់ក៏ព្យាយាមកែប្រែខ្លួនឯងដែរប៉ុន្តែខ្ញុំគិតថាបើសិនជាគាត់មានទំនាក់ទំនងមួយដែល healthy ដែលមានទំនាក់ទំនងមួយដែលល្អប្រហែលជាគាត់អាចប្រសើរបានតែដោយសារតែគាត់នៅជាមួយសេរ៉ា toxic មែនតើ relationship មួយហ្នឹងនៅពេលដែលគាត់ដល់ចំណុចមួយដែលគាត់រៀងប្រសើរហើយសេរ៉ាមកឆ្កោះមកធ្វើមក trigger ឲ្យគាត់នឹងមានអាការៈនឹងឡើងវិញអញ្ចឹងអាការៈរបស់គាត់នឹងគឺអត់ប្រសើរទៅមុខទេរហូតដល់ថ្ងៃទី23ខែ2ឆ្នាំ2020គឺជាយប់ដែលកើតហេតុនឹងតែម្ដងដោយសារ៉ាគាត់បានរៀបរាប់ណានេះគឺជាសាច់រឿងទៅតាមអ្វីដែលសារ៉ាគាត់បានប្រាប់ថានៅយប់នឹងផងដែរហ្នឹងគឺពួកគាត់នៅផ្ទះទាំងពីរនាក់ហើយពេលហ្នឹងគឺគាត់ hang out មួយគ្នានៅផ្ទះស្ដាប់ចម្រៀងហើយពួកគាត់ថ្ងៃហ្នឹងគាត់និយាយថាគាត់មានអារម្មណ៍ល្អដែរគាត់ចាប់ផ្ដើមចាក់ចម្រៀងចាក់អីលេងមួយគ្នាហមមួយគ្នាសប្បាយចឹងទៅប៉ុន្តែគាត់និយាយថាចម្រៀងដែលចូលចាក់ហ្នឹងក៏អត់ចូលចិត្តក៏អត់ពេញចិត្តអញ្ចឹងក៏រៀងមានអារម្មណ៍ទើសទាស់មួយគ្នារបៀបមានការប្រកែកគ្នាតិចតួចនៅយប់ហ្នឹងប៉ុន្តែក្រោយមកហ្នឹងគាត់ក៏គិតថាអូឈប់សាច់ចម្រៀងឥឡូវយើងនាំគ្នាមកគូគំនូលេងចឹងទៅអញ្ចឹងពួកគាត់ក៏ hang out មួយគ្នាមានគូគំនូអីនៅក្នុង apartment របស់គាត់ហ្នឹងទាំងពីរនាក់ចឹងទៅហើយនៅយប់ហ្នឹងផងដែរហ្នឹងបន្ទាប់ពីគាត់បានគូរូបអួយហើយហ្នឹងគាត់ក៏បានផឹកស្រាគាត់ទៅទិញស្រាក្រហមមកហើយស្រាក្រហមហ្នឹងធំដែរនិយាយទៅគឺគាត់ផឹកច្រើនមកដល់វានឹងដូចជា1លីត្រកន្លះនិយាយទៅគឺច្រើននៅក្នុងការរៀបរាប់របស់សេរ៉ាទៅកាន់ព្រីហ្នឹងគាត់មកដល់ចំណុចហ្នឹងគឺគាត់និយាយថាចាគាត់បញ្ជាក់ខ្លួនឯងណាគាត់និយាយថាគាត់ផឹកប៉ុន្តែគាត់អត់បានស្វឹងទេនៅយប់ហ្នឹងគាត់និយាយមកខ្លួនគាត់ហ្មងច្បាប់ទី1នៅក្នុងខ្លួនគាត់គឺគាត់អត់ចង់ផឹកស្វឹងទេគឺគាត់អត់មាន out of control មានន័យថាគាត់នៅអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានទាំងអស់គឺគាត់អត់មានស្វឹងដាច់ខាតមកដល់កន្លែងហ្នឹងគឺខ្ញុំចង់បញ្ជាក់តិចថាដោយសារខ្ញុំអត់ច្បាស់ណាស់ដោយសារតែមានព័ត៌មានខ្លះគាត់និយាយថាចោះច្បាស់ចេញទៅទិញស្រាម្ដងទៀតដែលគាត់ផឹកបន្តទៀតទៅផឹកច្រើនស្រា1លីត្រកន្លះហ្នឹង2ដងវា3លីត្រដែរ2នាក់ប៉ុន្តែនៅក្នុងព័ត៌មានខ្លះនិយាយថាអត់បានបញ្ជាក់ពីចំនួនដបដែលគាត់ផឹកទេគ្រាន់តែបាននិយាយថាបន្ទាប់ពីគាត់ប្រើប្រាស់ពេលវេលារបស់ពួកគាត់ទាំងពីរនាក់នៅក្នុងផ្ទះមួយគ្នាហ្នឹងហើយពួកគាត់ក៏ចេញមកផឹកបន្តនៅខាងក្រៅផ្ទះហើយចោះគាត់ជួបបរិយបដាផឹកស្រាក្រហមនឹងបដាពួកគាត់និយាយលេងគ្នាទៅនៅពេលដែលគាត់និយាយលេងគ្នានោះសារ៉ាប្រាប់ថាចោះហ្នឹងបានអ្នកចាប់ផ្ដើមអ្នកបានគិតគំនិតនឹកឃើញថាចង់លេងបិទពួនមួយគ្នានៅយប់ហ្នឹងហើយសេរ៉ាគាត់ថាចោះចង់លេងហើយចោះបាននិយាយថាចាំគាត់ពួនហើយសេរ៉ានឹងចាំដើររកគាត់មកក្នុងនាមសេរ៉ាជាអ្នកដើររកអ្នកបិទពួនហ្នឹងគាត់មិនត្រូវដើររកគេត្រូវអត់ប៉ុន្តែផ្ទុយទៅវិញនោះសេរ៉ាឡើងទៅបន្ទប់ទឹកលើងូតទឹកហើយហ្នឹងគាត់គាត់ថាហើយចោះយូរប៉ុណ្ណឹងអត់តន់ឃើញតាមរកគាត់ទៀតទាំងតែគាត់ជាអ្នកដែលត្រូវដើររកចោះអញ្ចឹងណាតែពេលដែលគាត់ចង់មកក្រុមវិញហ្នឹងដោយសារគាត់មានអារម្មណ៍អត់មានអីធ្វើអញ្ចឹងមករកចោះទៅដល់ពេលចាំមកដល់ក្រោមហ្នឹងនៅខាងក្រោមហ្នឹងមានវលីកៅអៅមួយវលីហ្នឹងដូចជាវលីដែលចោះគាត់បានដាក់កៅអៅកូនរបស់គាត់ហ្នឹងដោយសារគាត់ចង់យកកៅអៅហ្នឹងទៅបរិច្ចាគហើយគាត់បរិច្ចាគហើយអញ្ចឹងវលីហ្នឹងតទេអត់មានកៅអៅនៅក្នុងហ្នឹងទេចោះហ្នឹងគាត់ក៏គិតថាជាកំណត់ល្អដែលគាត់ចូលក្នុងវលីហ្នឹងហើយគាត់ពួនសេរ៉ានៅក្នុងវលីហ្នឹងវាចម្លែកថងថាចោះគាត់ចង់ពួនសេរ៉ាប៉ុន្តែគាត់ចាំសេរ៉ាចូលមកក្រោមហើយជួយរូតវលីគាត់ឲ្យគាត់ចូលទៅក្នុងវលីហ្នឹងពួនសេរ៉ាហើយសេរ៉ាដើររកណាគេលេងបាត់ពួនអញ្ចឹងអ្នកនរគ្នាគិតមើលហើយគាត់ថានឹងរឿងកើតឡើងហ្នឹងគឺបែបហ្នឹងគឺគាត់ជួយចោះហ្នឹងចូលទៅក្នុងវលីហ្នឹងហើយគាត់រូតវលីហ្នឹងហើយគាត់ឡើងទៅលើគេងទុកចោះនៅក្នុងវលីហ្នឹងគាត់គិតថាចោះនឹងចេញមកបានខ្លួនឯងហើយគាត់ប្រាប់វលីទៅថាគាត់បិទវលីនឹងអត់ចិត្តទេមានប្រឡោះដែលគាត់អាចលុកដៃដោះចេញមកខ្លួនឯងចេញមកក្រៅបានសារ៉ាគាត់និយាយថាគាត់ឡើងទៅគេនឹងរហូតតាំងពីពេលនឹងរហូតដល់ផឹកភ្លឺហើយគាត់អត់បានលើកទូរស័ព្ទ Brian អត់មាននឹកឃើញដល់រឿងការទៅយកកូនអីទាំងអស់ហើយគាត់ងើបពីគេងមកហ្នឹងក៏គាត់អត់នឹកឃើញដល់ George ទៀតគាត់ថាគាត់ចង់មកដល់ក្រុមហ្នឹងក៏គាត់ទៅតែព្
ភ្ញាក់ខ្លួនចឹងថាGeorge នៅក្នុងវេលាហ្នឹងអត់ទាន់ចាញ់ទេព្រោះដោយសារតែឃើញវេលាហ្នឹងនៅទីតាំងដដែលនៅក្នុងសភាពដដែលហើយការរៀបរាប់របស់គាត់ហ្នឹងគឺមាននៅក្នុង body cam កាមេរ៉ាបបលីដែលគេដាក់នៅជាប់អាវគេហ្នឹងគឺអ្នកនរគ្នាអាចទៅ search មើលនៅវីដេអូនៅលើ YouTube បានដោយសារតែវីដេអូនៅក្នុងរឿងក្តីហ្នឹងគឺគេបញ្ចេញជាសាធារណៈច្រើនទាំងការកាត់ក្តីឡើងតឡាការផ្សេងៗក៏គេមានដែរចឹងអ្នកនរគ្នាអាចទៅមើលបន្ថែមបានតែខ្ញុំចង់រៀបរាប់តិចគឺគាត់ពេលដែលនិយាយប្រាប់ប៉ូលីសហ្នឹងគឺគាត់បង្ហាញទឹកមុខមិនជាភ័យទេប៉ុន្តែគាត់យកដៃគាត់ហ្នឹងវាផាសកត់ថ្ពាល់របស់គាត់ចឹងហើយគាត់ជ្រួញចើមហើយគាត់ព្យាយាមធ្វើដូចថាគាត់ភ្ញាក់ផ្អើលគាត់ shock ប៉ុន្តែអ្នកជំនាញក៏គេមើលដឹងដែរឬក៏មិនបាច់ថាអ្នកជំនាញយើងធម្មតាក៏យើងមើលដឹងដែរថាវាមិនមែនជាអាការៈមនុស្សដែលតក់ស្លុតធ្វើអាការៈបែបហ្នឹងចេញមកគឺព្យាយាមធ្វើថាខ្លួនឯងហ្នឹងកំពុងតែតក់ស្លុតការរៀបរាប់សាច់រឿងរបស់គាត់ហ្នឹងស្ដាប់ទៅគឺមានចន្លោះប្រហោងនិងមានភាពចម្លែកច្រើនមែនតើបើយើងគិតទៅហេតុអីយើងទៅលេបបិទពួនយើងឲ្យអ្នកដែលតាមរកយើងហ្នឹងជួយយើងពួនហើយខ្ញុំតាមតែមើលវីដេអូហ្នឹងមកវិញទៀតនៅពេលដែលមុនខ្ញុំថតវីដេអូនេះខ្ញុំទៅតែចាប់អារម្មណ៍ថាបើអ្នកទាំងគ្នាមើលរូបហ្នឹងវេលាហ្នឹងគឺផ្កាប់មុខចុះក្រោមមានន័យថាវេលាយើងជាទូទៅឧទាហរណ៍ខ្ញុំយកឧទាហរណ៍តេឡេមសិនជាអញ្ចឹងអានេះជារូតកន្លែងយើងរូតវេលាអញ្ចឹងណាប៉ុន្តែវេលាហ្នឹងគឺវាផ្កាប់អញ្ចឹងធម្មតាវេលាពេលដែលយើងបើកវាមកហើយពេលយើងបិទវិញយើងតែងតែដាក់អាមុខរូតហ្នឹងនៅលើត្រូវអត់ប៉ុន្តែបើអ្នកនរគ្នាមើលរូបហ្នឹងគឺវេលាហ្នឹងផ្កាប់អញ្ចឹងហើយបើសិនជាវេលាហ្នឹងផ្កាប់អញ្ចឹងយើងរូតបានបើសិនជាទោះបីរូតបានក៏ដោយអាខាងលើនេះវាធ្ងន់ជាងខាងមុខនេះត្រូវឯអ្នកនរគ្នាយល់អីដែលខ្ញុំនិយាយអត់ហើយវាចម្លែកមែនតើដែរយើងគិតមើលថាធម្មតាវាអាចនឹងរូតហ្នឹងពេលដែលយើងមនុស្សបើសិនជាមនុស្សនៅក្នុងហ្នឹងយើងសកត់ចេះហើយអាមុខដែលរូតហ្នឹងវានៅបាតក្រោមនៅដីនេះទៀតអញ្ចឹងវានឹងធ្វើឲ្យការរូតវេលាហ្នឹងកាន់តែពិបាកអត់មានពីណាគេផ្កាប់វេលារូតទេត្រូវអត់អញ្ចឹងសម័យមើលទៅថា George គាត់បើតាមសាច់រឿងគាត់និយាយគឺ George ចូលវេលាហើយគាត់រូតហើយຕົកប្រឡោះឲ្យ George ហ្នឹងទាញចេញមកវិញបានប៉ុន្តែនៅក្នុងវីដេអូហ្នឹងគឺវេលាហ្នឹងផ្កាប់អញ្ចឹងអញ្ចឹងសម័យមើលថាគាត់ផឹកផងស្វងមិនដឹងស្វងកម្រិតណាទេហើយផ្កាប់ចឹងទៀតទៅ3រូតចេញហ្នឹងមិនដឹងថាមានកម្លាំងហ្នឹងហុញអាផ្នែកដែលខាស់ហ្នឹងបោះវេលាហ្នឹងចេញមកបានអត់ទេនឹងអាហ្នឹងជាអីដែលខ្ញុំតើតែចាប់អារម្មណ៍នៅក្នុងវីដេអូហ្នឹងដែរពីមុនមកខ្ញុំអត់ចាប់អារម្មណ៍តែខ្ញុំមើលមុននឹងខ្ញុំថតហ្នឹងហើយខ្ញុំចាប់អារម្មណ៍នៅចំណុចកន្លែងវេលាដែលផ្កាប់ហ្នឹងអូខេឥឡូវយើងត្រឡប់មកក្រោយបន្តិចមកកាន់ការទេទូរស័ព្ទរបស់គាត់ជាមួយនឹង911ខាងអ្នកសង្គ្រោះបន្ទាន់ណាថ្ងៃនៅប្រហែលជាម៉ោង1ពេលថ្ងៃនៅថ្ងៃទី24ខែ2ហ្នឹងសារ៉ាគាត់បានទេទៅ911ហើយគាត់បានប្រាប់ operator អ្នកដែលគាត់លើកទូរស័ព្ទហ្នឹងថា my boyfriend is dead គាត់និយាយថាសង្សាររបស់គាត់ហ្នឹងបានស្លាប់ហើយគាត់ថាសង្សារគាត់ស្លាប់ហើយពេលហ្នឹងផងដែរហ្នឹងអ្នកដែលលើកទូរស័ព្ទហ្នឹងធម្មតាគេមាន protocol ដែលគេត្រូវ follow ត្រូវធ្វើតាមអញ្ចឹងនៅពេលដែលរឿងក្តីនេះមួយគេត្រូវបន្តទៅកាន់ department ផ្សេងៗអញ្ចឹងនៅពេលដែលគេឮថាមានករណីតទៅជាមួយនឹងការស្លាប់ហ្នឹងគឺគេថាគេនឹងផ្ទេរការទេមួយហ្នឹងទៅកាន់ fire department ដោយសារតែនៅខាងនោះនៅ fire department នៅអាមេរិកគឺគេមិនគ្រាន់តែពលរដ្ឋភ័យតែម្យ៉ាងទេភាគច្រើនរឿងបតនភាគច្រើនគឺគេបញ្ជូនទៅ fire department ហ្នឹងដោយសារតែមានឧបករណ៍គ្រប់គ្រាន់នៅក្នុងការវាយទម្លាយផ្ទះអីផ្សេងហើយម្ដងពេលដែលគេផ្ដល់ព័ត៌មានឲ្យខាង department ឬក៏ខាងផ្នែកសង្គ្រោះអគិភ័យហ្នឹងគេក៏នឹងទេទៅពលីដូចគ្នានៅក្នុងពេលតែមួយហ្នឹងនៅក្នុងទូរស័ព្ទហ្នឹងផងដែរហ្នឹងខាងអ្នកលើកទូរស័ព្ទហ្នឹងគាត់ឮសារ៉ាហ្នឹងស្រែកថា no please don't go នៅក្នុងទូរស័ព្ទហ្នឹងតែនិយាយថាទេកុំទៅណាអ្នកដែលលឹងទូរស័ព្ទហ្នឹងក៏គិតថាប្រហែលជាសារ៉ាហ្នឹងអត់ចង់ឲ្យគាត់ហ្នឹងបិទអាការទេហ្នឹងឬក៏ផ្ទេរការទេហ្នឹងទៅកាន់ fire department ទេប៉ុន្តែក៏មានអ្នកខ្លះគេនិយាយថានៅកន្លែងដែលគាត់និយាយថា please don't go ហ្នឹងគឺគាត់និយាយសំដៅទៅលើ Brian ដោយសារតែពេលដែលគាត់ទេទៅ911ហ្នឹង Brian ក៏នៅកន្លែងហ្នឹងដែរហើយគាត់ព្យាយាមខាត់ Brian ហ្នឹងកុំឲ្យទៅចោលគាត់ក៏បានរៀបរាប់ប្រាប់ទៀតថាគាត់ឃើញមានឈាមចាញ់តាមមាត់Georgeតែគាត់និយាយថាប្រហែលជាGeorgeហ្នឹងមានជំងឺមួយដែលគេហៅថា aneurysm ដែលជាជំងឺមួយដែលតសៃឈាមនៅក្នុងខួរក្បាលយើងវាប៉ោងផ្ទុះបែកទៅវានឹងចេញឈាមតាមច្រមុះតាមមាត់អីចឹងណាតែគាត់និយាយប្រាប់បបតបែបហ្នឹងហើយប៉ុន្តែអាការៈជំងឺមួយហ្នឹងណាគឺមនុស្សដែលស្លាប់គឺអត់អាចប្រែពណ៌មកពណ៌ស្វាយមុខឡើងស្វាយអីទេហើយពេលធម្មតាពេលហ្នឹងគឺគេបានភ្ជាប់ការទេរបស់គាត់នឹងជាមួយនឹងខាង fire department ហើយខាងសង្គ្រោះអគ្គិភ័យហើយខាង fire department នឹងផងដែរហ្នឹងក៏បានប្រាប់គាត់ថាឲ្យគាត់នឹងធ្វើការសង្គ្រោះបន្ទាន់ហ្នឹងទៅលើ
George ទៅហើយក៏សួរទៀតដែរថាមានបានធ្វើការសង្គ្រោះបឋមទៅលើ George អត់គាត់និយាយថាគាត់បានធ្វើហើយគាត់ព្យាយាមធ្វើហើយប៉ុន្តែអត់មានGeorge អត់មានអាការៈអីតបស្នងទៅលើការសង្គ្រោះហ្នឹងឯងគាត់និយាយប្រាប់ចឹងទៅហើយគេក៏និយាយបន្តប្រាប់ទៀតថាគាត់ចង់ឲ្យសារ៉ាហ្នឹងនៅតែបន្តធ្វើរហូតដល់ពួកគាត់ហ្នឹងនឹងដល់ទីតាំងដោយសារគាត់កំពុងតាមផ្លូវទៅអីហើយនៅលើទូរស័ព្ទហ្នឹងផងដែរហ្នឹងគឺគាត់និយាយទូរស័ព្ទហ្នឹងម្ដងគាត់ថាហ្នឹងឯងគាត់កំពុងធ្វើរាប់1 2 3 4 1 2 3 4ទាំងដែលសលេងហ្នឹងពេលដែលគេស្ដាប់មកវិញវាអត់ប្រក្រតីទេសារការធ្វើសង្គ្រោះបឋមអ្នកទាំងគ្នាគឺយើងផលកម្លាំងខ្លាំងដើម្បីសង្កត់ដើមទ្រូងមនុស្សម្នាក់ហើយគឺយើងផលកម្លាំងខ្លាំងមែនតើអញ្ចឹងយើងហត់តែប៉ុន្តែសលេងរបស់គាត់នៅពេលហ្នឹងគឺគាត់អត់មានរាប់ទេដកហើម1 2 3ទាំងអត់ទេគាត់1 2 3នឹងអត់មានអត់ជួយមានប្រតិកម្មអីផងហើយរាប់ត1 2 3ចឹងទៅទាំងដែរគេស្ដាប់ទៅវាចម្លែកគេគិតថាផាយជាគាត់អត់បានធ្វើសង្គ្រោះបឋមនឹងលើ George ទេគឺគាត់បន្លំខ្លាញ់បន្លំធ្វើថាគាត់ធ្វើតែគាត់អត់ធ្វើទេបន្ទាប់ពីពលីមកដល់កន្លែងកើតហេតុមកដល់ផ្ទះសារ៉ាហ្នឹងគេក៏បានពិនិត្យមើលកន្លែងកើតហេតុហ្នឹងហើយគេពិនិត្យចង់សង្គ្រោះ George ដែរប៉ុន្តែនៅពេលហ្នឹងគឺគេនិយាយថាគេអត់មានអីដែលគេអាចធ្វើបានទៀតទេគឺ George គាត់បានស្លាប់ហើយនៅពេលដែលប្រកាសមរណភាពរបស់ George ហ្នឹងអាការៈរបស់សារ៉ាគាត់អត់បានបង្ហាញនៅការខូចចិត្តសោកសៅយំស្រែកអីទាំងអស់គឺមកគាត់ស្មើគាត់ស្រឡឹងមើលទៅ George ហ្នឹងគឺស្មើហ្មងអត់មានអាការៈអីទាំងអស់ហ្នឹងឯងសង្សាររយៈពេល3ឆ្នាំរបស់គាត់តែទៅស្លាប់សាកសពនៅក្នុងមកគាត់តែគាត់មានអាការៈអីទាំងអស់គឺស្មើថេងហ្មងរហូតដល់ប៉ូលីសបានអូសដៃសារ៉ាហ្នឹងចេញមកពីកន្លែងសាកសពរបស់ George ហ្នឹងចេញមកខាងក្រៅផ្ទះដើម្បីសាកសួរព័ត៌មានបន្ថែមទៅពេលដែលចេញមកដល់ខាងក្រៅផ្ទះហ្នឹងប៉ូលីសព្យាយាមសាកសួរគាត់ហ្នឹងហើយសាកសួរព័ត៌មានបន្ថែមគាត់ហ្នឹងគាត់និយាយគាត់សុំប៉ូលីសហ្នឹងឲ្យគាត់ចូលទៅក្នុងផ្ទះតិចបានអត់គាត់ចង់ទៅយក Dr. Pepper យកផឹក Dr. Pepper វាជាភេសជ្ជៈមួយយ៉ាងនិយាយទៅដូច Coca ដូច Pepsi អញ្ចឹងហ្នឹងហើយគាត់និយាយថាគាត់ចង់ចូលទៅក្នុងផ្ទះហ្នឹងគាត់ចង់យកទឹកនឹងផឹកតិចគាត់ស្រែកទឹកហ្នឹងហើយទៅប៉ូលីសអត់ឲ្យគាត់ចូលទេដោយសារតែបើសិនជាឲ្យគាត់ចូលទៅព្រៀបបីដូចជាបំផ្លាញផតតាំងផ្សេងអញ្ចឹងព្រោះនៅពេលហ្នឹងកន្លែងការហេតុរបស់របរទាំងអស់គឺជាតម្រុយនៅក្នុងការស្វែងរកការប៉ັດនៅក្នុងការហេតុហ្នឹងណាអញ្ចឹងគេអាចឲ្យសារ៉ាចូលទៅកន្លែងការហេតុបានទេតែគាត់នៅតែព្យាយាមស្រែកសុំចង់បានទឹកនឹងផឹកនៅពេលដែលគាត់ឃើញប៉ូលីសម្នាក់ដើរចូលទៅក្នុងកន្លែងការហេតុហ្នឹងដើម្បីទៅថតរូបឬអីចឹងគឺគាត់ស្រែកឲ្យគេថាអូជួយឆោងយកទឹកឲ្យគាត់បន្តិចមកគេអត់យកឲ្យទេគេអត់ឲ្យហ្មងហើយនៅពេលដែលកំពុងតែសាកសួរនិយាយជាមួយគាត់ហ្នឹងគាត់ឃើញរបៀបថាមាន management manager របស់ apartment របស់គាត់ហ្នឹង manager apartment ចឹងហ្មងយើងនិយាយសួរគេគាត់ដើរមកមើលដោយសារតាប៉ូលីសមកឡើងពេញនឹងដែរអញ្ចឹងណាពេលតែគាត់ឃើញគាត់ថាអូនោះmanager នៅកន្លែង apartment របស់គាត់ហ្នឹងមកគាត់ឲ្យគាត់ទៅនិយាយប្រាប់ហេតុការណ៍ដែលកើតឡើងហ្នឹងទៅកាន់ manager ហ្នឹងអត់និយាយទៅធម្មតាស្មើថេងហ្មងអ្នកនរគ្នាប៉ូលីសថាមិនបាច់ទេអត់អីទេចាំគេជាអ្នករ៉ាប់រងដោះស្រាយបញ្ហាទាំងអស់ហ្នឹងឥឡូវឲ្យតាសេរ៉ាហ្នឹងឆ្លើយប្រាប់គាត់មកថាមាននឹងអីកើតឡើងសារ៉ាមិនត្រឹមតែសុំឲ្យគេយកទឹកឲ្យគាត់ផឹកទេគាត់សុំប៉ូលីសហ្នឹងសុំបរិយាជក់ទៀតនិយាយទៅគេនោះប៉ូលីសនិយាយទៅប៉ូលីសគាត់ព្យាយាមចង់ដឹងព័ត៌មានពីសារ៉ាតែសារ៉ាគាត់តែពីឃើញអ្នកដើរកាត់ចង់ទៅនិយាយមួយអ្នកដើរកាត់ manager ហ្នឹងទៅចង់សុំប៉ូលីសសុំបរិយាជក់ចង់សុំទឹកផឹកនិយាយទៅវាអាការៈរបស់គាត់ហ្នឹងវាអត់សមស្របទៅនឹងហេតុការណ៍កំពុងតែកើតឡើងហ្នឹងគាត់ដឹងមានអាហារគាត់ដូចគិតថាគាត់នឹងអត់មាននឹងអីកើតឡើងលើគាត់ទេតែសារតែគាត់គិតថាហេតុផលដែលគាត់និយាយថាការលិបិទពួនហ្នឹងវាជាហេតុផលមួយដែលគាត់អាចយករួចខ្លួនបានណាប៉ូលីសក៏បានយកសារ៉ាមកប៉ប៉ូលីសដើម្បីបន្តការសាកសួរស៊ើបសួរបន្ថែមហ្នឹងការធ្វើការស៊ើបសួរហ្នឹងមានរយៈពេលរហូតដល់2ម៉ោងនៅក្នុងបន្ទប់ដែលគាត់នៅជាមួយប៉ូលីសហ្នឹងផងដែរហ្នឹងសារ៉ាគាត់បាននិយាយប្រាប់ប៉ូលីសថាមករយៈចុងក្រោយមួយរយៈពេលចុងក្រោយមកទៅចុងក្រោយហ្នឹងទំនាក់ទំនងរបស់ពួកគាត់ទាំងពីរនាក់ហ្នឹងល្អប្រសើរជាងមុនឆ្ងាយ like everything was good អ្វីៗគ្រប់យ៉ាងគឺល្អទាំងអត់មានអីកើតឡើងទេពីមុនណាគាត់តែហក់មកវាយខ្ញុំហក់យករបស់មកវាយវាដំខ្ញុំរហូតហើយនិយាយទៅប្រហែលជាតែមួយខែមុនអីទេគឺយកដងវាំងនននឹងយកមកវាយខ្ញុំវាដំខ្ញុំជាច្រើនដងប៉ុន្តែមួយរយៈក្រោយហ្នឹងគឺគាត់ល្អមែនតើទោះបីវាមិនល្អ perfect ហ្មងឯងប៉ុន្តែបើប្រៀបធៀបទៅអ្វីដែលគាត់ធ្វើមកលើខ្ញុំពីមុនមកហ្នឹងគឺខ្ញុំសម្រាប់ខ្ញុំគឺល្អមែនតើឯងគាត់និយាយប្រាប់ប៉ូលីសចឹងហើយប៉ូលីសថាអញ្ចឹងបើនិយាយទៅ
George នឹងវាដំគាត់ឲ្យគាត់នឹងនិយាយថាតំណែងនោះល្អទៀតមិនបានការដែលវាដំការប្រើប្រាស់ហិង្សាហ្នឹងបែរជាគាត់និយាយថាស្ថានភាពតំណែងរបស់គាត់នឹងល្អប្រសើរជាងមុនវាអត់ make sense ណាវាអត់ symmetry គ្នាការប្រើប្រាស់ហិង្សាប៉ុន្តែតំណែងល្អហ្នឹងហើយអ្នកទាំងអស់គ្នាត្រូវចាំថាការស៊ើបសួរហ្នឹងគឺគេចង់ដឹងពី George គេចង់ដឹងថាមានរឿងអីកើតឡើងនៅយប់ហ្នឹងប៉ុន្តែ2ម៉ោងដែលគាត់និយាយមួយប៉លីសហ្នឹង it's all about her គឺគាត់និយាយតែពីគាត់ហ្មងគាត់និយាយតែពីខ្លួនគាត់ថា George ធ្វើបាបគាត់អីគេខ្លះគាត់មានលពោះកន្លែងណាខ្លះកន្លែងក្បាលកន្លែងដៃកន្លែងជើងគាត់លាត់ខោឲ្យប៉លីសមើលស្នាមលពោះគាត់និយាយទៅគាត់ផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងស្ថានភាពហ្នឹងឲ្យប៉លីសហ្នឹង focus ឬក៏ចាប់អារម្មណ៍មកលើគាត់វិញដល់ពេលហ្នឹងប៉ូលីសក៏សួរគាត់ទៀតថាហើយបើស្ដាប់តាមរឿងដែលកើតឡើងទាំងអស់ហ្នឹងហេតុអីបានសេរ៉ាហ្នឹងជ្រើសរើសនៅតែបន្តរស់នៅជាមួយនឹង George ទៀតគាត់បាននិយាយប្រាប់ប៉ូលីសថាគាត់ពិតជាស្រឡាញ់ George មែនតើហើយគាត់គិតថាគាត់អាចជួយសង្គ្រោះ George បានដោយសារតែតំណែងរបស់គាត់ហ្នឹងគឺវាយូរមកហើយគាត់ឆ្លងកាត់រឿងអីជាច្រើនជាមួយគ្នាគាត់បានរំដោះ George ហ្នឹងពីគុកអីហ្នឹងប្រហែលជា3ដងហើយគាត់ធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ George ហើយគាត់គិតថា George អាចកែប្រែខ្លួនឯងបានដោយសារ George គឺគាត់ព្យាយាមកែប្រែខ្លួនឯងគាត់និយាយអញ្ចឹងណាហើយគាត់ថាគាត់មានក្តីសង្ឃឹមទៅលើ George មែនតើទោះបីអ្វីដែល George ធ្វើមកលើគាត់ហ្នឹងនៅជាការតមកទៀតគាត់និយាយពីភរិយាចាស់របស់ George នឹងទៀតនិយាយទៅគឺនិយាយហោហានិយាយតែពីរឿងអវិជ្ជមានពី George និយាយពីរឿងកូនរបស់ George ប្រពន្ធដើមរបស់ George ហ្នឹងគឺពេលហ្នឹងប៉ូលីសក៏ឆ្ងល់ទីប៉ូលីសសួរថាតើអតីតភរិយារបស់ George ហ្នឹងនៅក្នុងរឿងក្តីយប់មិញហ្នឹងណាវាមានអីប្រតិគ្នាអត់វាតាក់ទងគ្នាអត់គាត់មានបានតាក់ទងគ្នាឬក៏ម្នាក់ស្រីហ្នឹងបានមកផ្ទះហ្នឹងឬក៏មានអីការតាក់ទងគ្នាអីអត់និយាយទៅគាត់និយាយថាអត់មានផងគឺប៉ូលីសសួរហ្នឹងប៉ូលីសឆ្ងល់ថាហេតុអីបានជាគាត់លើកយករឿងហ្នឹងមកនិយាយនៅពេលហ្នឹងទាំងតែវាអត់មានអីតាក់ទងមួយរឿងក្តីហ្នឹងគាត់រៀបរាប់ទៀតថាចាគាត់ថាប៉ូលីសហ្នឹងអត់ស្គាល់ថាគាត់នឹងជាណាគេអត់ដឹងថាគាត់នឹងជាមនុស្សបែបណាមនុស្សល្អមិនទេការគាត់នៅរៀនគាត់ជាសិស្សរៀនបាននិទ្ទេស A រហូតហ៎ខ្ញុំអានដល់កន្លែងហ្នឹងខ្ញុំគិតថាចាថាគាត់មិនមែនទៅសភាការងារទេហើយគាត់មិនមែនជាសិស្សដែរតែរៀនចប់ដើម្បីបង្ហាញពីភាពឆ្លាតរបស់គាត់ការដែលគាត់រៀនបាន A នឹងទេគឺអត់ទេគាត់នៅ public ហើយអាយុ40ឆ្នាំជាងឯងអត់មានតែគេខ្វល់ពីការនៅរៀនអាយុ10ឆ្នាំជាង20ឆ្នាំជាងដែលបាន state A ហ្នឹងទេតែគាត់និយាយទៅគឺនិយាយទាំងអស់និយាយរឿងអត់ប្រយោជន៍ច្រើនមែនតើតែចំណុចមួយដែលគាត់និយាយនៅក្នុងវីដេអូហ្នឹងដែលខ្ញុំអានហើយខ្ញុំមានអារម្មណ៍ភឺស្បមែនតើតែគាត់និយាយថាចាគាត់សួរប៉ូលីសថាហេតុអីនៅពេលដែលគាត់ឃើញសាកសពរបស់ George ហ្នឹងណាមិនបានមុខរបស់ George ហ្នឹងគាត់ឡើងពណ៌ស្វាយគាត់សួរទៅប៉ូលីសចឹងប៉ូលីសគាត់បាននិយាយប្រាប់ថាសភាពសាកសពបែបហ្នឹងភាគច្រើនគឺកើតឡើងចេញពីការអត់មានអុកស៊ីសែនដកដង្ហើមគ្រប់គ្រាន់ធ្វើឲ្យមនុស្សហ្នឹងស្លាប់ដោយសារតែខ្វះអុកស៊ីសែនដកដង្ហើមហ្នឹងហើយអញ្ចឹងនៅពេលគាត់ឮចម្លើយរបស់ប៉ូលីសហ្នឹងគាត់និយាយថាអូខេ cool like will sound so cold blooded គិតមើលថាការឆ្លើយតបបែបហ្នឹងខ្ញុំគិតថាវាបង្ហាញថាគាត់ជាមនុស្សម្នាក់ដែលឈាមត្រជាក់មែនតើហើយទាំងដែលគាត់ជាបុគ្គលតែម្នាក់គត់ដែលដឹងថាមានរឿងអីកើតឡើងនៅក្នុងយប់ហ្នឹងដែលបណ្ដាលឲ្យ George ហ្នឹងបាត់បង់ជីវិត Brian ក៏គាត់ត្រូវបានប៉ូលីសហ្នឹងយកគាត់មកដើម្បីសាកសួរព័ត៌មានបន្ថែមនៅប៉ូលីសផងដែរនិយាយទៅគឺអត់រួចខ្លួនទេប៉ុន្តែខ្ញុំគិតថា Brian ផ្ទាល់គាត់ក៏មិនចង់បានរួចខ្លួនដែរគាត់មានតែចង់បង្ហាញភាពស្អាតស្អំរបស់គាត់ថាគាត់អត់មានពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងទេអញ្ចឹងគាត់ពេញចិត្តនៅក្នុងការផ្ដល់ចម្លើយទៅកាន់ប៉ូលីស Brian គាត់បាននិយាយប្រាប់ប៉ូលីសថាសារ៉ាជាមនុស្សម្នាក់ដែលគាត់ញៀននឹងស្រាមែនតើហើយគាត់ផឹកស្រាច្រើនខ្លាំងហើយនៅពេលដែលគាត់ស្វឹងគឺគាត់តែងតែប្រើប្រាស់អំពើហិង្សានៅក្នុងអំឡុងពេលដែលគាត់នៅជាមួយគ្នាអត់ទាន់លែងលះអីហ្នឹងហើយគាត់និយាយថានឹងគឺជាហេតុផលដែលគាត់បានលែងលះជាមួយនឹងសារ៉ាប៉ុន្តែគាត់និយាយថាការប្រើប្រាស់អំពើហិង្សាហ្នឹងបើប្រៀបធៀបទៅអ្វីដែលកើតឡើងនៅយប់តែការថែដែលបណ្ដាលឲ្យ George បាត់បង់ជីវិតហ្នឹងគឺវាមិនដល់ថ្នាក់ហ្នឹងទេគ្រាន់តែថាវាចាប់ផ្ដើមមានការអភិវឌ្ឍខ្លាំងទៅពីមួយថ្ងៃទៅមួយថ្ងៃការផឹកស្រារបស់គាត់ហ្នឹងក៏ច្រើនទៅអញ្ចឹងណាប៉ូលីសក៏គាត់បានសួរ Brian បន្តទៀតថាចាអញ្ចឹងនៅពេលដែលសារ៉ាគាត់ផឹករាល់ដងបើសិនជាគាត់ផឹកស្វឹងខ្លាំងមែនតើគាត់ជាមនុស្សម្នាក់ដែលទៅគេងលក់វាថាផឹកស្លាប់គេងបាត់អញ្ចឹងឬក៏គាត់នៅតែធ្វើសកម្មភាពផ្សេងហើយបានគេងតាមក្រោយអញ្ចឹង Brian ក៏គាត់តបវិញថាសារ៉ាជាម្នាក់បើគាត់ផឹកស្វឹងខ្លាំង
បើសិនជារបៀបថាខ្លួនដល់ដីឬខ្នងប៉ះជាមួយនឹងអីគឺគាត់ out ហ្មងគឺគាត់ត្រឡប់គេង black out បាត់ហ្មងអញ្ចឹងធ្វើឲ្យប៉ូលីសហ្នឹងវល់ត្រឡប់មកថ្ងៃកើតហេតុឬក៏គិតទៅតាមហេតុការណ៍ដែលសារ៉ាគាត់រៀបរាប់ប្រាប់ហ្នឹងគឺថាគាត់ស្វឹងដែរអត់យល់ទេទៅប៉ូលីសនៅអត់យល់ម្ដងថាស្វឹងម្ដងថាអត់ស្វឹងម្ដងគាត់ថាគាត់ស្វឹងទៅគាត់រៀងងុយគេងគាត់ឡើងទៅគេងទៅគាត់ស្លាប់បាត់ black out បាត់ទៅអត់នឹកចាប់អារម្មណ៍ដល់ចំណុចទៅថាចោឈ្នឹកក្នុងវលីហ្នឹងអញ្ចឹងណាហ្នឹងហើយប៉ុន្តែបើប៉ូលីសគិតមួយទៀតថាបើគាត់ស្វឹងតើហេតុអីគាត់អាចធ្វើសកម្មភាពដាក់ចោចូលក្នុងវលីហើយជួយហូតវលីឲ្យចោទៀតអញ្ចឹងណាហើយបានឡើងទៅគេងព្រោះបើសិនជាគាត់នៅក្នុងស្ថានភាពមួយដែលគាត់ស្វឹងខ្លាំងមែនតើគឺគាត់នៅក្រោមហ្នឹងក៏គាត់ black out ស្លាប់ឆឹងគេងបាននៅចិត្តវលីហ្នឹងឬក៏នៅលើសាឡុងហ្នឹងដែរប៉ុន្តែអត់ទេនេះគឺគាត់ឡើងទៅដល់បន្ទប់គេងរបស់គាត់គេងតាមអ្វីដែលគាត់និយាយប្រាប់ណាបន្ទាប់ពីការសាកសួរព័ត៌មានពី Brian មកខ្លះហើយហ្នឹងគេក៏ព្យាយាមរកព័ត៌មានកន្លែងធ្វើការរបស់ Sarah ដែលគាត់ព្យាយាមប្រាប់ប៉ូលីសថាគាត់ជាមនុស្សម្នាក់ដែលមានសមត្ថភាពហ៊ានប៉ាកែមានការងារធ្វើប៉ុន្តែអ្វីដែលប៉ូលីសរកបានហ្នឹងគឺអត់មានព័ត៌មាននៅកន្លែងធ្វើការរបស់គាត់ទេគឺគាត់អត់មានការងារធ្វើមក2ឆ្នាំអីហើយរយៈពេល2ឆ្នាំដែលគាត់មានការងារធ្វើហ្នឹងអ្នកដែលជួយបងថ្លៃផ្ទះថ្លៃចំណាយផ្សេងៗហ្នឹងគឺ Brian ហ្នឹងហើយឥឡូវយើងត្រឡប់មកមើលផុសតាងវិញនិយាយទៅគឺមានផុសតាងជាច្រើនដែលអត់មានចម្លើយតែគេអាចឃើញនឹងផ្នែកហ្មងនៅលើសាកសពរបស់ George ដែលគេបានធ្វើកសោវិច័យទៅលើសាកសពរបស់ George ហ្នឹងគេអត់ឃើញថាគាត់មានស្នាមខ្ញៅនៅកន្លែងកនៅក្នុងរបស់គាត់ហើយគាត់មានលពោះជាំនៅស្មារបស់គាត់នៅផ្នែករបស់គាត់ហើយមាត់របស់គាត់ផងដែរហ្នឹងគឺវារយៈឲ្យហើមហើយក្បាលរបស់គាត់និយាយទៅអាលារបស់គាត់ហ្នឹងគឺផ្នែកក្បាលរបស់គាត់កន្លែងអាលាហ្នឹងគឺវាហើមដូចគ្នាអញ្ចឹងគេគិតថាមិនមែនគាត់ទៅចូលទៅក្នុងវលីហ្នឹងហើយគាត់ស្លាប់ទេអានេះវាបង្ហាញច្បាស់មកថាវាមានរឿងកើតឡើងដែលបង្កឲ្យមានស្នាមរបួសទាំងអស់ហ្នឹងនៅលើខ្លួនរបស់គាត់ហើយគេអាចមើលដឹងទៀតថាស្នាមរបួសហ្នឹងវាកើតឡើងមកយូរថ្ងៃហើយឬក៏ទៅតែកើតទៀតបន្ទាប់មកប៉ូលីសគាត់បានយករឿងទាំងអស់ហ្នឹងសាកសួរទៅលើសារ៉ាគាត់ប៉ូលីសមិនបាននិយាយប្រាប់ទាំងអស់ហ្មងឯងគ្រាន់តែសួរថាតើនៅថ្ងៃហ្នឹងវាមានហេតុការណ៍កើតឡើងខ្លះគាត់ក៏បាននិយាយប្រាប់ប៉ូលីសថាសារ៉ាគាត់បានឆ្លើយតបទៅកាន់ប៉ូលីសថាគាត់អត់បានប៉ះគាត់បានប៉ះចោទេប៉ូលីសមិនទាន់នឹងហ៊ានប្រាប់អីប្រាប់ច្រើនផងហ្នឹងណាគាត់ថាគាត់អត់បានប៉ះចោទេគាត់និយាយថា I have not touched him I have not touched him I have not touched him គាត់និយាយ3ដងពាក្យហ្នឹងគាត់និយាយថាគាត់បានប៉ះចោទេគាត់និយាយប្រាប់ទៀតថានៅពេលថ្ងៃហ្នឹងថ្ងៃកើតហេតុហ្នឹងផងដែរហ្នឹងចោគាត់បានជិះកង់ហើយជិះកង់ដួលតែវាអាចបង្កជាស្នាមរបួសនៅលើដងខ្លួនគាត់ហ្នឹងបានហើយគាត់និយាយទៀតថាចោជាមនុស្សម្នាក់ដែលរបៀបថាដើរបុកនេះបុកនោះបុកច្រាំងផ្ទះបុកទ្វារបុកអីចឹងទៅលើខ្លួនគាត់តែងតែមានរបួសមានអីចឹងទៅគាត់ប្រាប់ប៉ូលីសចឹងប៉ុន្តែប៉ូលីសអត់ជឿគាត់ទេដោយសារតែស្នាមរបួសទាំងអស់ហ្នឹងគឺវាជាស្នាមរបួសដែលបន្សល់ពីការប្រើកម្លាំងដោយផ្ទាល់គេអាចហៅ blunt force trauma វាមិនមែនជាការដួលកង់ឬក៏ការបុកតុកបុកទូធ្វើឲ្យមានស្នាមរបួសទាំងអស់ហ្នឹងឯងរឿងក្តីរបស់គាត់ការស៊ើបអង្កេតរបស់គាត់ហ្នឹងគឺវាល្បីដែរហើយមានការផ្សព្វផ្សាយច្រើនមែនទែនហើយចំណង COVID ហ្នឹងយើងម្នាក់ៗប្រើអ៊ីនធឺណិតប្រើអីចឹងផងហ៎និយាយទៅមានមតិជាច្រើនមែនទែនដែលគាត់និយាយថាវាអាចដែរខ្ញុំស្ដាប់ទៅវារៀងសំនឹងកើតឡើងមែនគេនិយាយថាស្នាមរបួសដែលកើតឡើងនៅលើ George ហ្នឹងប្រហែលជាមកពីការដែល Sarah ហ្នឹងគាត់បានដាក់ George ហ្នឹងនៅក្នុងវលីហើយGeorge ហ្នឹងពីជាន់លើហ្នឹងចោះមកខាងក្រោមតាមកម្មចនាអញ្ចឹងធ្វើឲ្យខ្លួនប្រាណរបស់គាត់នឹងមុខរបស់គាត់វាអាចកកិតមុខជាមួយនឹងផ្នែកណាមួយរបស់វលីក្បាលរបស់គាត់នឹងអាចអុកនឹងអត់អីផ្សេងដែលបង្កទៅជាស្នាមរបួសដែលអ្នកជំនាញដែលគាត់និយាយថារបួសទាំងអស់ហ្នឹងគឺវាកើតឡើងដោយការទទួលបានកម្លាំងផ្ទាល់ហើយរួមទាំងអ្នកចិត្តខាងរបស់គាត់ហ្នឹងក៏បានប្រាប់ប៉ូលីសផងដែរថានៅយប់ហ្នឹងយប់កើតហេតុហ្នឹងគេនិយាយថាគេឮសលេងក្តាំងមួយរៀងឮដែរពីផ្ទះហ្នឹងប្រហែលជាម៉ោង10កន្លះយប់ដែលគេដែរឮសំឡេងឮដល់ថ្នាក់ហ្នឹងពីមុនមកហើយប៉ុន្តែគេអត់ចាប់អារម្មណ៍ថាជាសលេងគេអញ្ចឹងបើសិនជាអ្នកចិត្តខាងនិយាយថាឮសលេងខ្លាំងអញ្ចឹងហើយវាធ្វើឲ្យខ្ញុំគិតថាមិនមែនចោចពីលើចោះមកតាមកម្មចនាទេប្រហែលជារបៀបហ៊ុញតលាក់ហ្មងមើលទៅបានឮខ្លាំងឧទាហរណ៍ឯណាថាវាជាការប៉ັດណាសង្ឃឹមថាចោចនៅពេលដែលសារ៉ារុញទម្លាក់ឬក៏នៅលើកម្មចនាហ្នឹងគឺគាត់បានបាត់បង់ជីវិតហើយទៅចោះដោយសារថាបើសិនជាគាត់អត់តន់បាត់បង់ជីវិតទេគាត់នឹងឈឺចាប់ខ្លាំងមែនតើតែបើសិនជាថាសកម្មភាពទាំងអស់នោះវាកើតឡើងបន្ទាប់ពីគាត់បានដាច់ខ្យល់
បាត់បង់ជីវិតហើយហ្នឹងខ្ញុំគិតថាវាមិនជារឿងដែលប្រសើរឬក៏ល្អជាងដែលនេះទេព្រោះចុងបញ្ចប់គាត់នៅតែបាត់បង់ជីវិតចឹងប៉ុន្តែគាត់ថាគាត់មិនទទួលការឈឺចាប់ហ្នឹងណាក្រោយមកទៀតហ្នឹងក៏មានអ្នកដែលគាត់ចូលទៅមើល profile Facebook របស់ Sarah ហើយក៏អូសមើលទៅឃើញនិយាយទៅអូសមើលរហូតដល់ប្រហែលឆ្នាំ2016ហ្នឹងក៏ប្រទះឃើញមួយរូបថតដែល Sarah គាត់បានផុសនៅលើ Facebook របស់គាត់ហ្នឹងដោយនៅក្នុងរូបហ្នឹងគឺមានកូនប្រុសរបស់គាត់លោកកាលហ្នឹងតែពេលហ្នឹងមានអាយុទៅតែ4ឆ្នាំទេនៅក្នុងវេលាតែគាត់ដាក់ក្នុងវេលាហើយហ្នឹងគាត់ហូតហើយប្រហែលជាមានសម្បាជាគាត់សរសេរសំណេរខ្ញុំអត់ច្បាស់ដែរថាវាបែបណាមានសំណេរហ្នឹងតែគាត់សរសេរប្រហែលជានិយាយក្នុងន័យថាហ្នឹងហើយគឺជារបៀបដែលគាត់ដាក់ពីនៃកូនរបស់គាត់ punishment គាត់នៅពេលដែលលោក and coach អញ្ចឹងទៅហើយគេក៏ប៉ូលីសក៏បានដឹងរឿងហ្នឹងដែរក៏បានឃើញរូបហ្នឹងដែរប៉ុន្តែក៏គិតថាវាមិនមែនជារឿងអីធំដុំហ្នឹងហើយដោយសារតែលោក and pro ក៏អត់មានគ្រោះថ្នាក់ជីវិតអីទេនៅពេលហ្នឹងហើយប៉ុន្តែអ្នកដែលនៅលើប្រព័ន្ធអ៊ីនធឺណិតហ្នឹងគឺនាំគ្នាខមមិនន័យថាបែរជាហ្នឹងហើយគឺជាវិធីដែលគាត់ដាក់ទោសកូនរបស់គាត់តាំងពីតូចមកអញ្ចឹងណារហូតដល់ George ហ្នឹងផងដែរហ្នឹងគឺគាត់បន្តប្រើវិធីហ្នឹងនៅពេលដែលគាត់ខឹង George គាត់គិតថាគាត់អាចដាក់ទោសដាក់ទរណកម្ម George បានហ្នឹងគឺគាត់ដាក់ George ហ្នឹងចូលទៅក្នុងវេលាហ្នឹងហើយយើងក៏អត់អាចដឹងបានដែរអ្នកនរគ្នាដោយសារតែ George គាត់មិនអាចងើបមកនិយាយប្រាប់យើងបានទេថាវាប៉ັດចឹងមែនអត់ហើយមិនដឹងថាការដែល Sarah ដាក់គាត់ចូលក្នុងវេលាហ្នឹងជាលើកដំបូងហើយជាលើកចុងក្រោយដែលធ្វើគាត់បាត់បង់ជីវិតហ្នឹងឬក៏គាត់ធ្លាប់ប្រើប្រាស់វិធីហ្នឹងដាក់ទរណកម្មនៅលើ George ហ្នឹងកន្លងមកម្ដងហើយក៏យើងអត់ដឹងដែរយើងចូលមកដល់ចំណុចដែលយើងបាននិយាយពីខាងដើមវីដេអូគឺនិយាយអំពីវីដេអូដែលនៅលើទូរស័ព្ទ Sarah នឹងផ្ទាល់តែម្ដងហ្នឹងហើយមកដល់មកទល់ពេលហ្នឹងប៉ូលីសគាត់បានសួរ Sarah ថាSarah បានចាំមកថាខ្លួនឯងនៅយប់ហ្នឹងមានបានថតវីដេអូឬក៏ថតរូបភាពអីនៅយប់ហ្នឹងនិយាយទៅប៉ូលីសព្យាយាមសួរគាត់តែគាត់នៅតែបន្តនិយាយថាដូចជាអត់បានថតអីទេដូចជាគាត់នៅថតអាចមានសកម្មភាពគាត់ថតពេលគាត់រំលេងមួយចតពេលស្ដាប់ចម្រៀងឬក៏ថតឆ្កែរបស់គាត់តែដូចជាអត់មានអីទេនៅពេលហ្នឹងផងដែរហ្នឹងដែលអ្នកស៊ើបអង្កេតគាត់បាននិយាយប្រាប់ Sarah ថាពួកគាត់បានរកឃើញវីដេអូមួយនៅលើទូរស័ព្ទរបស់ Sarah ផ្ទាល់តែម្ដងហើយដើម្បីរំលឹកការចងចាំរបស់ Sarah ពួកគាត់នឹងចាក់វីដេអូហ្នឹងហើយយើងមើលព្រមគ្នានៅពេលដែលប៉ូលីសប្រងតែរៀបចុចវីដេអូហ្នឹង play ហើយហ្នឹងណាជាអកុសលហ្នឹងកុំព្យូទ័រហ្នឹងវាអស់ថ្មក៏មានអ្នកស៊ើបអង្កេតម្នាក់នៅក្នុងចំណោមពួកគាត់2នាក់3នាក់ហ្នឹងគាត់ក៏បានចេញទៅដើម្បីដោះស្រាយរកវិធីលេងវីដេអូហ្នឹងឲ្យ Sarah មើលហើយនៅពេលដែលប៉ូលីសម្នាក់ដើរចេញទៅហ្នឹងគាត់សួរទៅកាន់អ្នកស៊ើបអង្កេតម្នាក់ទៀតផ្សេងទៀតហ្នឹងថាវីដេអូហ្នឹងវីដេអូអីគេវីដេអូហ្នឹងវែងអត់អូកុំធ្វើចឹងមើលគាត់ភ័យអ្នកគាត់ដឹងថាវីដេអូអីគេមានរឿងអីកាត់ឡើងវីដេអូអីគេអូគាត់អត់ចង់មើលឯងអត់លេងអត់ចុចឲ្យគាត់មើលបានអត់គាត់អត់ចង់មើលឯងចឹងប៉ូលីសនៅក្នុងបន្ទប់ហ្នឹងក៏សួរគាត់ទៀតថាឥឡូវចង់ឲ្យគាត់ហ្នឹងដាក់បញ្ចាំងវីដេអូហ្នឹងឲ្យមើលឬក៏សុខចិត្តសារភាពខ្លួនឯងថាវីដេអូនៅលើទូរស័ព្ទរបស់គាត់ហ្នឹងណាមានរឿងអីកាត់ឡើងអាចបញ្យល់បានអត់ថាវីដេអូហ្នឹងកាត់ឡើងដោយរបៀបណាមានរឿងអីកាត់ឡើងឲ្យគាត់ជួយបញ្យល់ពីវីដេអូហ្នឹងមកកាន់ប៉ូលីសវិញណាឬក៏ឲ្យប៉ូលីសចាក់ឲ្យគាត់មើលគាត់នៅតែនិយាយទៀតថាកុំបំភ័យគាត់មើលគាត់អត់ដឹងថាវីដេអូហ្នឹងអីគេទេគាត់អត់ចង់មើលទេគាត់ខ្លាចតែគាត់មើលឲ្យគាត់ក្អួតអត់ដឹងថាវីដេអូអីផងហ្នឹងណាតែគាត់ថាមិនបញ្ចង់ក្អួតហើយសួរថាអត់ដឹងវីដេអូអីហ្នឹងបន្ទាប់មកគាត់មើលចិត្តហើយព្យាយាមរកចំណុចមួយណាដែលគាត់អាចចុចឆ្លីមកនិយាយបកស្រាយបានឬក៏បកកែកបានគាត់ថានោះឃើញអត់មើលក្នុងវីដេអូហ្នឹងស៊ូមមកនោះឡើងរូតនៅកន្លែងហ្នឹងកន្លែងមួយនោះហ្នឹងគឺឃើញអត់ថាមានចន្លោះចឹងចោអាចលុកដៃចេញមកខ្លួនឯងបានគាត់មានបានហូតវេលានឹងចិត្តទេការពារខ្លួនទៀតវាទៅអត់ចង់មើលទេប៉ុន្តែមើលហើយធ្វើជាអត់ចង់មើលតបមករកចំណុចតែការពារខ្លួនឯងគិតមើលថាមនុស្សនឹងនៅក្នុងមួយរយៈពេលខ្លីហ្នឹងផ្លាស់ប្ដូរមិនខ្លះចំពោះប៉ូលីសនិងអ្នកស៊ើបអង្កេតវិញគាត់ហួសពីដងទៀតថាវាអត់មានទេហើយវាមិនមែនជាការប៉ັດទេដោយសារតែមុននឹងគាត់យកវីដេអូហ្នឹងមកឲ្យ Sarah មើលហ្នឹងគឺគេមើលច្រើនដងហើយវាអត់មានប្រឡោះប្រហោងណាដែលអាចឲ្យចោចបានពីថាធ្វើការបើកវេលាហ្នឹងចេញបានយករួចខ្លួនបានទេហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានវេលាហៀងច្រើនដែរអញ្ចឹងសម្រាប់វេលាខ្លះវិញណាតែសាប់ពេលខ្លះយើងភ្លេច password ដល់អ្នកនរគ្នាវេលាខ្លះយើងអាចយកបិទយកអីមកឆ្កល់បន្តិចយើងអាចរូតបានហើយតែវេលាក្រោយស្រីក្រោយដែលរៀងល្អដែរហ្នឹងគឺយើងអត់អាចធ្វើអញ្ចឹងបានទេវេលាគាត់បាននិយាយទៅកាន់សារថាចេះណាដែលSarahហ្នឹងនិយាយប្រាប់គាត់ថានៅយប់ហ្នឹងពួកគាត់ទាំងពីរនាក់ហ្នឹងមានការលេងសើចជាមួយគ្នាសប្បាយគឺជាយប់មួយដែលល្អមែនតែនសម្រាប់គាត់គឺពួកគាត់លេងមួយគ្នាសប្បាយអញ្ចឹងណាប៉ុន្តែគាត់អត់ឃើញចោលសប្បាយផង
អ្នកដែលសើចសប្បាយគឺមានតែសេរ៉ាដែលកាន់ទូរស័ព្ទនឹងថតឲ្យសើចដោយ George វិញជាអ្នកយំស្រែកផឹងស្រែកឲ្យសេរ៉ានឹងជួយគាត់អ្នកដែល having fun អ្នកដែលសប្បាយគឺមានតែសេរ៉ាដែលបង្ហាញអាការៈថាខ្លួនឯងកំពុងតែសប្បាយត្រេកអរនឹងសកម្មភាពដែលគាត់ឃើញនៅមុខគាត់ដែលឃើញ George នឹងនៅក្នុងវេលាហើយស្រែកឲ្យគាត់ជួយគាត់និយាយចែកគាត់ថា no គាត់អត់សប្បាយទេគាត់មានបានសប្បាយទេគាត់អត់ដែនតាំងចិត្តថាគាត់ទុកឲ្យ George នៅក្នុងនឹងឯងជួយឲ្យយល់កន្លែងនឹងផងថាគាត់មិនបានតាំងចិត្តឲ្យ George នៅក្នុងនឹងរហូតដល់ភ្លឺទេបន្ទាប់មកគាត់ក៏បានប្រែកន្លះពាក្យសម្ដីរបស់គាត់ដែលគាត់និយាយប្រាប់ប៉ូលីសតាំងពីដើមមកថាគាត់អត់ផឹកទេគាត់អត់ស្វឹងទេគឺគាត់បានផឹកទេហើយយប់ហ្នឹងគាត់អត់ស្វឹងហ្មងមិនស្វឹងដាច់ខាតពេលហ្នឹងឯងដែលគាត់និយាយថាគាត់អត់ចាំទេថាគាត់បានថតវីដេអូហ្នឹងគាត់អត់ចាំរឿងការហេតុនៅលើយប់ហ្នឹងច្បាស់លាស់ទេដោយសារតែគាត់ស្វឹងគាត់ថាគាត់អត់ចាំទេហើយពេលហ្នឹងប៉ូលីសក៏និយាយទៀតថាហើយចង់ក្រែងតាំងពីដើមមកថាអត់ស្វឹងទេមិនបាននិយាយថាពេលហ្នឹងស្វឹងចឹងនៅពេលហ្នឹងឯងប៉ូលីសក៏បានសូមគាត់នឹងធ្វើតេស្ត DNA ដោយគេយក DNA គាត់នឹងដើម្បីយកទៅពិនិត្យមើលថាតើនៅលើស្នាមខ្លួនរបស់ George នឹងមានដោយជាមួយនឹង DNA គាត់នៅលើខ្លួនគាត់នឹងអត់ចំណុចហ្នឹងហើយដែលធ្វើឲ្យមនុស្សនៅលើជាច្រើននៅលើអ៊ីនធឺណិតហ្នឹងគិតថាប្រហែលជាដូចអ្វីដែលយើងបាននិយាយមុនហ្នឹងចឹងថាគាត់មិនបានប្រើប្រាស់អំពើហិង្សាគាត់នឹងនៅលើ George តែផ្ទាល់ទេអាចថាយកអីមកវាយ George នៅពេលដែល George នឹងនៅក្នុងវេលាហ្នឹងឬក៏ធ្វើការអូសវេលានឹងចោះមកក្រោមឬក៏បោះវេលានឹងផ្សេងហ្នឹងបានជាគាត់នឹងព្រមឲ្យគេនឹងធ្វើតែ DNA លើគាត់ដែលគាត់គិតថាគេមិនអាចរកឃើញទេថាស្នាមរបស់ទាំងអស់ហ្នឹងបកកដោយគាត់អញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅគាត់ក៏យល់ព្រមទៅក្នុងការឲ្យគេធ្វើតែ DNA ហ្នឹងថ្ងៃទី24ខែ2ឆ្នាំ2020ជាថ្ងៃកើតហេតុនៅថ្ងៃទី25ខែ2ឆ្នាំ2020ហ្នឹងប៉ូលីសបានចាប់ខ្លួនគាត់តែម្ដងសារ៉ាក៏ត្រូវបានប៉ូលីសឃាត់ខ្លួនចាប់ខ្លួនរបស់គាត់ពីបទសម្លាប់មនុស្សអចេតនាឬ second degree murder ហ្នឹងឯងចំណុចដែលអចេតនាហ្នឹងឯងដែលធ្វើឲ្យមានការវែកញែកទៀតហើយថាវាមិនមែនជាការសម្លាប់ដោយអចេតនាទេឬក៏ការសម្លាប់ដែលអត់គ្រោងទុកទេគេគិតថាវាជាការសម្លាប់មួយដែលមានគម្រោងគិតច្បាស់លាស់ទោះបីវាមិនបានគិតពីមុនមួយអាទិត្យមួយថ្ងៃពីរថ្ងៃក៏ដោយប៉ុន្តែគឺគាត់មានរូបភាពមួយថាគាត់នឹងធ្វើអីដំបូងបន្ទាប់មកត្រូវធ្វើអីហ្នឹងគឺគាត់បានរៀបចំហើយនៅក្នុងពេលកើតហេតុហ្នឹងតែសិទ្ធិសម្រាប់ទៅលើថាតើសារ៉ាបានគ្រោងទុកមុនអត់ទៅលើការសាប់របស់ George Torres ហ្នឹងគឺយើងត្រូវទុកទូនទីហ្នឹងឲ្យខាងចៅក្រមអ្នកសម្រាប់វិញថាតើគាត់ពិតជាបានគ្រោងទុកមែនអត់ព្រោះគិតមើលទៅដូចខ្ញុំនិយាយចឹងការគ្រោងទុកមិនថា1ម៉ោងមុនក៏ជាការគ្រោងទុកដែរ30នាទីក៏ជាការគ្រោងទុកមុនដែរមិនមែនថាគាត់កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគ្រោះថ្នាក់គាត់ការពារខ្លួនសម្រាប់គេអីទេអត់ទេហ្នឹងហើយអញ្ចឹងវាផ្ទុះមានជាការវែកញែកជាច្រើនទៅលើការចាប់ខ្លួនរបស់គាត់ពីបទការសម្លាប់ដោយមិនគ្រោងទុកនឹងសារ៉ាផងដែរហ្នឹងនៅពេលដែលប៉ូលីសខាងពន្ធនាគារកំពុងតែដឹកជញ្ជូនគាត់ចេញពីប៉ូលីសទៅកាន់ពន្ធនាគារហ្នឹងគាត់បាននិយាយទៅកាន់គាត់បានស្នើសុំទៅកាន់ប៉ូលីសហ្នឹងថាគាត់ចង់បានបន្ទប់ឃុំឃាំងរបស់គាត់ហ្នឹងឲ្យមាន space តលាយតិចមកដោយសារតើគាត់អត់ចូលចិត្តនៅកន្លែងរៀងចង្អៀតទេអត់ទាន់ទៅដល់ពន្ធនាគារស្នើសុំគេបាត់ហើយនិយាយទៅគឺមានអារម្មណ៍ថាគាត់អត់ take things serious ហ្មងគឺគាត់គិតថាគាត់អាចរួចខ្លួននឹងអ្នកគ្នាបានជាគាត់ទៅដូចហីជាមួយនឹងហេតុការណ៍ទៅតាំងពីដើមមកហ្មងហេតុការណ៍ដែលកំពុងតែកើតឡើងផ្ទាល់ហ្នឹងគឺគាត់អត់បដោតទៅលើរឿងហ្នឹងទេគឺគាត់មិនគិតថាកំពុងតែខ្លួនឯងកំពុងត្រូវបានបរិច្ចាគទៅពន្ធនាគារមែនតើហើយភ័យអីចឹងអត់ទេបែរជាគិតទៅមុខទៀតថាបើទៅដល់ហ្នឹងកន្លែងហ្នឹងជាអៀតធ្វើមិនគាត់នៅកើតអត់អីចឹងទៅវិញបើយើងគិតមើលទៅថាគាត់អត់ចូលចិត្តនៅកន្លែងជាអៀតចង់ឲ្យបានកន្លែងបន្ទប់ឃុំឃាំងរបស់គាត់នឹងមានសភាពទលាជាងមុនប៉ុន្តែសម័យទៅមើលថាគាត់បានខាំងសង្សាររបស់គាត់ George នឹងនៅក្នុងកន្លែងមួយដែលចង្អៀតទូចងឹតនៅពេលដែលគាត់ហូតចិត្តនឹងគាត់មើល space វេលាមួយវាមិនធំណាហើយឃុំគ្នានឹងទាំងគ្នាស្រែកឲ្យជួយផងឲ្យផងហ្នឹងណាអត់គិតដល់ចំណុចហ្នឹងឯងមែនអត់តែបែរជាគិតថាចង់ឲ្យបន្ទប់ឃុំឃាំងខ្លួនឯងហ្នឹងមានកន្លែងលំទលាយតែខ្លួនឯងហ្នឹងបានឃុំឃាំងសង្សារខ្លួនឯងហ្នឹងនៅកន្លែងទីចង្អៀតតូចមួយដែលអត់អាចមានឱកាសស៊ូសំបីតែដង្ហើមដងហើមខ្យល់ដងហើមណាដោយសារតែរឿងក្តីនឹងផងដែរហ្នឹងគឺកើតឡើងនៅអំឡុងពេលកូវីដធ្វើឲ្យការឡើងតុលាការបន្តស៊ើបសួររឿងក្តីហ្នឹងការកាត់ក្តីផ្សេងៗហ្នឹងគឺវាយឺតខ្លាំងមែនតើនៅក្នុងពេល2ឆ្នាំកន្លះ
នៃការឡើងសវនាការជំនុំជម្រះផ្សេងៗហ្នឹងគឺសារ៉ាគាត់បានផ្លាស់ប្ដូរមេធាវីដែលតវ៉ាក្តីរបស់គាត់ហ្នឹងចំនួន6 ទៅ 9 នាក់ឲ្យម្ដងពេល 2 ឆ្នាំដំបូងហ្នឹងគឺអត់មានពីណាគេធ្វើការឲ្យគាត់ឬក៏តវ៉ាក្តីគាត់បានយូរឯដោយសារតែគាត់បើខ្ញុំនឹងអត់និយាយលំអិតទេថាតើមេធាវីគាត់ម្នាក់មានឈ្មោះអីអ្នកដំបូងមាននឹងអីកាត់ឡើងទី2ទី3មាននឹងអីកាត់ឡើងខ្ញុំអត់និយាយព្រោះវាអាចនឹងវែងពេកខ្ញុំគ្រាន់តែសរុបថានៅក្នុងចំណោមមេធាវីដែលតវ៉ាក្តីឲ្យគាត់ហ្នឹង9 នាក់រយៈពេល2ឆ្នាំ3ឆ្នាំដំបូងហ្នឹងក៏មានមេធាវីម្នាក់ដែលល្បីមែនតើគឺគាត់មានឈ្មោះល្បីល្បាញណាហើយសារ៉ាហ្នឹងគាត់បានយកលុយទៅជួលមេធាវីល្បីហ្នឹងមកតវ៉ាក្តីរបស់គាត់ប៉ុន្តែបន្ទាប់ពីតវ៉ាបានតាមរយៈពេលគេដកខ្លួនចេញរហូតដល់មានសេចក្តីសម្រេចមួយថារឿងក្តីរបស់សារ៉ាហ្នឹងផងដែរហ្នឹងផាជាត្រូវការឲ្យមានជាមួយនឹងមេធាវីរបស់រដ្ឋដែលគេអាចមកតវ៉ាក្តីឲ្យគាត់ដែលអត់គិតប្រាក់អញ្ចឹងណាដែលអត់គិតលុយហ្នឹងដោយសារតែគាត់ពេលហ្នឹងគឺគាត់អត់មានលុយគ្រប់គ្រាន់ក្នុងការជួលមេធាវីផ្សេងទេហ្នឹងហើយនិយាយទៅសរុបមកហ្នឹងរយៈពេល5ឆ្នាំបន្ទាប់ពីគាត់សម្លាប់ George Torres តាំងពីដើមរហូតដល់តម្រាំដែលគាត់ទទួលបានទោសរបស់គាត់ហ្នឹងសរុបទាំងអស់មេធាវីដែលបានឡើងតវ៉ាក្តីគាត់ហ្នឹងមានសរុបទាំងអស់13នាក់អញ្ចឹងប្រហែល2ឆ្នាំ3ឆ្នាំដំបូង9នាក់រហូតដល់ឆ្នាំ2024ហ្នឹងគឺសរុបទាំងអស់13នាក់ហ្នឹងហើយដោយអ្នកខ្លះគាត់និយាយថាមូលហេតុដែលគាត់អាចធ្វើការតវ៉ាក្តីឲ្យសារ៉ានឹងបានសារ៉ាទាមទារច្រើនមែនតើស្ទឹងតែថាសរសេរសបុតផងរាល់ពេលដែលជួបចឹងណាគឺទាមទារច្រើនមែនតើរបៀបថាបង្កើតទុកបុកតលមកដេញមេធាវីទាំងអស់ដែលធ្វើការឲ្យគាត់ហ្នឹងរបៀបថាតំតែបានធ្វើការមួយគាត់3ថ្ងៃឬក៏មួយអាទិត្យគាត់ថាគាត់ចំណាយពេលជាមួយមេធាវី A ឧទាហរណ៍រយៈពេល3អាទិត្យហើយមិនបានអត់មានរឿងក្តីហ្នឹងអត់ដំណើរការទៅមុខចឹងហេតុអីបានអត់អាប់ដេតរឿងគាត់អញ្ចឹងថារឿងក្តីគាត់ហ្នឹងដល់ណាដល់ណីទេទូរស័ព្ទពីពន្ធនាគារផងអីផងនិយាយទៅសឹងថាអ្នកធ្វើការគាត់ចង់ឡប់សតិអស់ហើយអ្នកធ្វើការមួយគាត់ហ្នឹងហើយមេធាវីហ្នឹងគិតមើលមនុស្ស13នាក់អត់មានណាគេនៅមួយគាត់បានទេមានតែមេធាវីម្នាក់ចុងក្រោយដែរតមកក្តីគាត់លើកចុងក្រោយហ្នឹងឯងតែបើសិនជាការឡើងសវនាការរបស់គាត់ត្រូវបានពជាពេលទៀតខ្ញុំគិតថាលើស13នាក់ហ្នឹងទៀតគាត់ក៏បានទៅសេសបុតទៅកាន់ចៅក្រមថាគាត់មានសិទ្ធិធានាដល់រដ្ឋធម្មនុញ្ញដែលគាត់គិតថាគាត់កំពុងត្រូវបានគេដកសិទ្ធិនឹងជាពីគាត់ហើយគាត់និយាយថាមេធាវីបច្ចុប្បន្នដែលកំពុងធ្វើការឲ្យគាត់នៅពេលដែលគាត់ផ្ញើសវត្ថនឹងទៅកាន់ចៅក្រមហ្នឹងធ្វើការឲ្យគាត់អស់រយៈពេលតវ៉ាក្តីគាត់អស់រយៈពេល3528ម៉ោងហើយតវ៉ាគាត់សរុបទៅ3000ជាងម៉ោងប៉ុន្តែគាត់បានជួបមេធាវីគាត់ហ្នឹងតាធំតែ2ម៉ោងឯងគឺគាត់ complain ណាគាត់ complain ទៅកាន់ចៅក្រមហ្នឹងថាមេធាវីនឹងធ្វើការឲ្យគាត់អបប្រសិទ្ធភាពអីមួយចុះពីនិយាយទៅសរសេរសបុតទឹកគេនឹង complain ហើយគាត់ក៏បាននិយាយទៅថានៅក្នុងសបុតហ្នឹងថាគាត់ទទួលបានសបុតមកពីក្រៅសបុតហ្នឹងបានផ្ញើចេញមកពីប្រទេសអង់គ្លេសដោយក្នុងសបុតហ្នឹងគេនិយាយថាគេបានលើករឿងក្តីហ្នឹងតាមព័ត៌មានអញ្ចឹងទៅពេលហ្នឹងសារ៉ាគាត់ក៏ដឹងដែរថារឿងក្តីរបស់គាត់ហ្នឹងប្រហែលជាល្បីល្បាញខ្លាំងហើយមើលទៅបានមានរហូតដល់អ្នកដែលនៅប្រទេសអង់គ្លេសហ្នឹងផ្ញើសបុតមកឲ្យគាត់តាមសបុតដែលគាត់បានទទួលមកពីបុគ្គលម្នាក់មកពីប្រទេសអង់គ្លេសហ្នឹងព្រាបបីបានដូចជាអ្នកនៅខាងក្រៅពន្ធនាគារហ្នឹងដឹងរឿងក្តីគាត់ច្បាស់ជាងគាត់ទៀតច្បាស់ជាសម័យខ្លួនគាត់ទៀតអញ្ចឹងគាត់អត់ពេញចិត្តជាមួយនឹងមេធាវីគាត់នៅរាល់ថ្ងៃហ្នឹងឯងជាមូលហេតុនឹងជាមូលហេតុមួយមូលហេតុច្រើនដែលគាត់ព្យាយាមតវ៉ាcomplain ទៅកាន់ចៅក្រមរហូតដល់ថ្ងៃទី25ខែ10ឆ្នាំ2024ដែលនេះផងដែរជាមេធាវីទី13របស់គាត់ហើយដោយមេធាវីទី13របស់គាត់ហ្នឹងព្យាយាមតវ៉ាក្តីគាត់ដោយបានលើកពីជំងឺមួយដែលគេហៅថា Battle Woman Syndrome អាការៈនៃជំងឺហ្នឹងគឺគេចង់និយាយថាចានៅពេលដែលមនុស្សស្រីម្នាក់ដែលគាត់ទទួលរងជាមួយនឹងអំពើហិង្សាជាច្រើនឆ្នាំជាច្រើនខែមកលើខ្លួនគាត់ហើយហ្នឹងអញ្ចឹងការដែលគាត់ធ្វើការរំលោភបំពានទៅលើអ្នកដែលបង្កអំពើហិង្សាលើគាត់ហ្នឹងជាការការពារខ្លួនរបស់គាត់គេព្យាយាមយកអាហ្នឹងមកតវ៉ាក្តីអញ្ចឹងតែវាអត់មានប្រសិទ្ធភាពទេទាំងដែលទោះបីសារ៉ាគាត់ព្យាយាមលើកនិយាយថាគាត់មានកំណត់ហេតុទាំងអស់ថាចូលច្បាស់វាយគាត់នៅថ្ងៃណាខ្លះប៉ូលីសប្រកាសជាមានឯ report ហ្នឹងមានតាំងពីរូបថតរបួសគាត់អីទៀតអញ្ចឹងហេតុអីបានមិនជឿគាត់ថាការដែលគាត់ធ្វើហ្នឹងគឺគាត់នឹងការពារខ្លួនទេប៉ុន្តែគេប្រកែកទៅលើ theory ហ្នឹងដោយសារថាអា Better Woman Defense ហ្នឹងវាអាចយកមកតវ៉ាក្តីឈ្នះក្តីលុះត្រាតែបុគ្គលម្នាក់ហ្នឹងនារីម្នាក់ហ្នឹងគាត់បាន
ធ្វើអំពើហ្នឹងនៅពេលដែលខ្លួនគាត់ហ្នឹងស្ថិតនៅក្នុងស្ថានភាពមួយដែលគ្រោះថ្នាក់ខ្លាំងមែនតើហើយអត់អាចការពារខ្លួនបានហើយបង្កទៅដល់ការសម្លាប់គ្នាអញ្ចឹងទៅហ្នឹងហើយអាហ្នឹងគេអាចតវ៉ាក្តីឈ្នះបានប៉ុន្តែនៅក្នុងករណីរបស់សារ៉ានេះវាអត់អាចទៅរួចទេដោយសារតែដូចតែផុសតាងអ្នកស៊ើបអង្កេតគាត់បានបង្ហាញអញ្ចឹងគឺគាត់អត់មានស្ថិតនៅក្នុងស្ថានភាពមួយដែលគ្រោះថ្នាក់ទេ George នៅក្នុងវេលាគាត់នៅលើសាឡុងថតវីដេអូសើចសប្បាយហ្នឹងហើយជា downfall របស់គាត់រហូតដល់ឈានទៅដល់ការសម្រេចកាត់ក្តីថាគាត់ទទួលទោសជាប់ពន្ធនាគារមួយជីវិតពេញរបស់គាត់ហ្នឹងហើយអញ្ចឹងនៅថ្ងៃទី25ហ្នឹងគឺគេកាត់ក្តីហ្នឹងហើយប៉ុន្តែគេអត់ទាន់បានផ្ដល់ជាសារក្រមឬក៏ការកាត់ក្តីពេញលេញបញ្ចប់រឿងក្តីហ្នឹងទេខ្ញុំសូមបកមកក្រោយវិញបន្តិចណាមុននឹងគាត់ឡើងតុលាការថ្ងៃទី25ខែ10ឆ្នាំ2024ហ្នឹងណាដោយសារតែគេមានការក្រុងទុកឡើងតុលាការហ្នឹងដើមខែ10ប៉ុន្តែដោយសារតែនៅម្លងពេលហ្នឹងគឺមានព្យុះ Hurricane Milton ហ្នឹងដែលវាបង្កជាឧបសគ្គក្នុងការតវ៉ាឡើងសវនាការឡើងតុលាការរបស់គាត់នឹងបានគេពជាពេលរហូតដល់ថ្ងៃទី25ខែ10ឆ្នាំ2020ហ្នឹងនៅក្នុងម្លងពេលដែលគេស្នើសុំពជាការឡើងតុលាការហ្នឹងណាខាងចៅក្រមក៏បានស្នើទៅគាត់ដែរឲ្យគាត់ទទួលយកកិច្ចព្រមព្រៀងប្រឹងផ្ដាល់ហ្នឹងទៅដោយកិច្ចព្រមព្រៀងប្រឹងផ្ដាល់ហ្នឹងផងដែរហ្នឹងគឺចង់ឲ្យគាត់ហ្នឹងទទួលទោសរយៈពេល15ឆ្នាំពីបទការសម្លាប់មនុស្សដោយអចេតនាឬក៏ manslaughter បើយើងបកប្រែមកគឺ manslaughter ហើយនិង second degree murder កម្រិត2ហ្នឹងជាខ្មែរបកប្រែមកគឺសម្លាប់ដោយចេតនាដូចគ្នាប៉ុន្តែនៅសហរដ្ឋអាមេរិកហ្នឹងផងដែរហ្នឹងទោស2ហ្នឹងគឺវាមានកម្រិតទោសផ្សេងគ្នាហ្នឹងហើយអញ្ចឹងទៅគេព្យាយាមឲ្យគាត់ទទួលយកការស្នើសុំនឹងដែរទាំងមេធាវីដែរតបក្តីឲ្យគាត់និងមនុស្សជុំវិញខ្លួនគាត់ហ្នឹងបញ្ចុះបញ្ចូលឲ្យគាត់ទទួលយកអា plea deal នឹងកិច្ចព្រមព្រៀងនឹងមួយហ្នឹងទៅប៉ុន្តែគាត់វិញក៏អត់ព្រមទេចឹងហើយបានឈានទៅដល់ការឡើងសវនកម្មថ្ងៃទី25ខែ10ឆ្នាំ2024នឹងទៅនៅចុងបញ្ចប់ការឡើងតុលាការនឹងផងដែរហ្នឹងគឺគេបានសម្រេចថាគាត់នឹងមានទោសជាប់ពន្ធនាគារមួយជីវិតពេញតែម្ដងពីបទសម្រាប់មនុស្សដែលអចេតនាឬ second degree murder ហ្នឹងនៅថ្ងៃទី2ខែ12ឆ្នាំ2024និយាយទៅ7ខែបន្ទាប់ពីការឡើងសវនាការរបស់គាត់លើកចុងក្រោយនៅថ្ងៃទី25ខែ10ឆ្នាំ2024ហ្នឹងអូខេអ្នកទាំងអស់គ្នានេះគឺជារឿងក្តីរបស់ Sarah Boone ដែលគាត់បានធ្វើការសម្លាប់ទៅលើសង្សាររបស់គាត់រឿងក្តីនេះវាអត់មានជាការសម្លាប់ដោយប្រើប្រាស់វិធីមួយណាដែលសាហាវទេខ្ញុំគិតថាវាជាការសម្លាប់មួយដែលខុសខើមែនតើឈាមត្រជាក់មែនតើដោយគាត់ធ្វើប្រើកម្លាំងតិចតួចបំផុតប៉ុន្តែអាចធ្វើឲ្យបុរសម្នាក់ដែលគាត់អត់អាចមានវិធីមានផ្លូវការពារជីវិតរបស់គាត់បានណាយើងក៏អាចនិយាយបានថាសារ៉ាគាត់បានរកចំណុចខ្សោយរបស់ George ឃើញទៅពេលដែលគាត់ដឹងហើយថាពេលដែល George ផឹកនឹងសង្វឹងចឹងគាត់អាចធ្វើរឿងនឹងបានដោយចេតនាខ្ញុំគិតថាគាត់ធ្វើរឿងនឹងដោយចេតនាបើសិនជាយើងគិតមើលទៅត្រឡប់ទៅលើ Facebook post របស់គាត់អីផ្សេងហើយខ្ញុំគិតទៀតថាតាំងពីការដែលគាត់ព្យាយាមទេទៅប្តឹងប៉ូលីសហៅប៉ូលីសមកដល់ផ្ទះអីហ្នឹងណាគឺគាត់បានគិតទុកជាមុនន័យថានៅពេលបើសិនជាអនាគតទៅថ្ងៃណាមួយដែលគាត់សម្រេចចិត្តថាសម្រាប់ George ហ្នឹងគាត់មានផុសតាងទាំងអស់ហ្នឹងអាចជួយគាត់បានដែលគាត់អាចនិយាយថាគាត់គឺជាជនរងគ្រោះមួយនៅក្នុងគ្រួសារឬនៅក្នុងទំនាក់ទំនងមួយដែលមានការប្រើប្រាស់អំពើហិង្សាហើយគាត់អាចយកអាហ្នឹងមកការពារខ្លួនគាត់បានតែផ្ទុយមកវិញគាត់អត់បានដូចបំណងរបស់គាត់ទេបែរជាគាត់ទទួលបានទោសជាប់ពន្ធនាគារមួយជីវិតពេញវិញបើគិតមើលទៅខ្ញុំគិតថាវារឿងនេះវាសាហាវសម្រាប់ខ្ញុំវាសាហាវមកបែបផ្សេងពីរឿងក្តីដែរដូចដែលខ្ញុំធ្លាប់និយាយពីមុនមកមានការចាក់សម្រាប់អីផ្សេងហ្នឹងប៉ុន្តែនេះវាសាហាវវាបង្ហាញពីភាពសាហាវរបស់មនុស្សណាថាมันចាំបាច់ធ្វើអីសាហាវព្រៃផ្សាយពេកទេប៉ុន្តែក៏អាចបញ្ចេញអាភាពសាហាវព្រៃផ្សាយហ្នឹងនៅក្នុងផ្លូវមួយផ្សេងទៀតបានណាអ្នកទាំងគ្នាហើយបើយើងត្រឡប់គិតមកលើ Brian វិញខ្ញុំគិតថាបន្ទាប់ពីការកាត់ក្តីនឹងឲ្យផែមិនដឹងថាគាត់ជាមួយនឹងលោកកានឹងtraumatizedប៉ុណ្ណាទេគាត់នឹងអាចត្រូវការទៅជួបពេទ្យចិត្តសាស្ត្របន្ទាប់ពីរឿងនឹងកើតឡើងបានដោយសារតែអ្វីដែលគាត់ជួបប្រទះហើយគាត់នឹងអាចគិតได้ថាបើសិនជាគាត់បន្តនៅជាមួយនឹងសារ៉ាវាអាចកើតឡើងរឿងនឹងនៅលើគាត់បានហើយរួមទាំងរូបថតដែលគាត់ឃើញពីមុនដែលកូនគាត់នៅក្នុងវេលាហ្នឹងផ្សេងហ្នឹងវា
បកដល់ជាការចងចាំមួយដល់គាត់មែនតើវាអាចឆ្លងបន្ថែមពួកគាត់បានណាហ្នឹងហើយអញ្ចឹងរឿងក្តីរបស់យើងថ្ងៃនេះគឺចាប់តែប៉ុណ្្នឹងឯងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះហើយវីដេអូមួយនេះផងដែរគឺចង់ដាស់តឿនមែនតើសម្រាប់អ្នកដែលគាត់ត្រូវការជំនួយបើសិនជាគាត់នៅតែបន្តមើលវីដេអូនេះទោះបីតែខ្ញុំប្រាប់ថាវីដេអូនេះយើងនឹងនិយាយអំពីអំពើហិង្សាណាខ្ញុំចង់លើកទឹកចិត្តទៅដល់អ្នកដែលគាត់ជាជនរងគ្រោះនៅក្នុងគ្រួសារឬក៏មិនថាគ្រួសារទេមិត្តភ័ក្តិបងប្អូនទំនាក់ទំនងណាមួយដែលមានអំពើហិង្សាអ្នកទាំងអស់គ្នាមិនមែនតែឯងទេអ្នកទាំងអស់គ្នាមានផ្លូវចេញពីអន្លង់មួយនឹងបានហ្នឹងហើយអ្នកទាំងអស់គ្នាអាចរកជំនួយបានខ្ញុំនឹងព្យាយាមរកជាមួយនឹងលេខទូរស័ព្ទឬក៏អង្គការឬក៏មណ្ឌលផ្សេងៗដែលគាត់ផ្ដល់ជាជំនួយទាំងអស់ហ្នឹងហើយខ្ញុំដាក់ contact ឬក៏លេខទំនាក់ទំនងពួកគាត់ទាំងអស់ហ្នឹងនៅក្នុង description ណាអញ្ចឹងសម្រាប់អ្នកដែលគាត់មានបញ្ហារកជំនួយផ្សេងៗអាចតាក់ទងទៅបានខ្ញុំគិតថាមានមនុស្សជាច្រើនទៀតដែលស្រឡាញ់ទាំងអស់គ្នាជាងបុគ្គលដែលបង្កអំពើហិង្សាមកលើអ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាស្រឡាញ់គាត់ហ្នឹងហើយព្យាយាមនៅជាមួយគាត់បានដោយទាំងភាពភ័យខ្លាចដោយការស្រឡាញ់ក្តីគឺនៅមានឪពុកម្ដាយនៅមានអ្នកជុំវិញខ្លួនមិត្តភ័ក្តិយើងដែលគាត់ស្រឡាញ់យើងជាងមនុស្សម្នាក់ហ្នឹងទៀតព្រោះឯការស្រឡាញ់របស់ម្នាក់ហ្នឹងធ្វើមកលើអ្នកទាំងអស់គ្នាដោយការប្រើប្រាស់អំពើហិង្សាហ្នឹងវាមិនមែនជារឿងត្រឹមត្រូវទេហ្នឹងហើយក៏ខ្ញុំចង់និយាយមកចំណុចទៀតថាសម្រាប់អ្នកគាត់ចូលចិត្តបង្កឬក៏ប្រើប្រាស់អំពើហិង្សាហ្នឹងណាបើសិនជាគាត់គិតថាគាត់អាចគ្រប់គ្រងខ្លួនគាត់បានដូចនឹង George ទេអាចទៅរកជំនួយដូចគ្នាបើសិនជាគាត់មានបញ្ហាផ្លូវចិត្តណាអាចទៅរកជំនួយដូចគ្នារៀនគ្រប់គ្រងទៅលើអារម្មណ៍របស់ខ្លួនឯងហើយធ្វើឲ្យខ្លួនឯងប្រសើរជាងមុនបានខ្ញុំគិតថានៅតែអាចប្រែប្រួលបានអញ្ចឹងឬយើងបើសិនជាយើងមានការខិតខំប្រឹងប្រែងណាហើយសម្រាប់អ្នកដែលគាត់ដឹងហើយថារឿងនេះជារឿងខុសប៉ុន្តែនៅតែប្រព្រឹត្តអាចយករឿងនេះទៅ reflect វិញបានថាបើសិនជាគាត់នៅតែបន្តធ្វើរឿងទាំងអស់ទៀតថ្ងៃណាមួយវានឹងអាចបង្កជារឿងធំមួយហើយនឹងធ្វើឲ្យគាត់នឹងមានវិបត្តិសេរីមួយជីវិតដែលយើងអាចមើលឃើញបានអញ្ចឹងការប្រែខ្លួនឡើងទាំងអស់គ្នាហើយយើងទាំងអស់គ្នាគួរតែធ្វើជាមនុស្សម្នាក់មួយដែលល្អក្នុងសង្គមផ្ដល់ជាគំរូឲ្យក្មេងៗដែលគាត់ធំធាត់ឡើងគាត់មើលមកយើងជាបុគ្គលគំរូយើងណាគាត់ប្រកាសឲ្យជាអាចមើលយើងជាឪពុកម្ដាយឬក៏ជាមនុស្សធំពូមីងក៏ដោយអ៊ំពូមីងផ្សេងៗហ្នឹងជាបុគ្គលគំរូដែលគាត់ចង់ធំឡើងដូចយើងអញ្ចឹងយើងអត់អាចធ្វើជាគំរូខកឲ្យគាត់បានទេហើយក៏មិនអាចធ្វើជាមនុស្សម្នាក់ដែលអាក្រក់នៅក្នុងសង្គមបង្កភាពចលាចលដល់មនុស្សជុំវិញខ្លួនយើងផងដែរអូខេអញ្ចឹងខ្ញុំអត់មានអីនិយាយថែមទៀតទេខ្ញុំគិតថាខ្ញុំនិយាយអស់ហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះកុំភ្លេចចុច like វីដេអូនេះផង share ក៏បានដែរហើយអ្នកដែលគាត់អត់ទាន់ subscribe ជួយចុច subscribe ផងដោយសារតាមដែលខ្ញុំមើលស្ថិតិនៅលើ YouTube ខ្ញុំមានមនុស្សប្រហែលជា 30-40% ដែលគាត់មើល YouTube ឬក៏មើលវីដេអូរបស់ខ្ញុំហើយអត់ចុច subscribe ហ្នឹងហើយអញ្ចឹងកុំភ្លេចជួយចុច subscribe ផងហើយជួបគ្នាវីដេអូក្រោយបាយបាយជម្រាបលា